កញ្ញាយុតើអ្នកយល់ព្រមរៀបការជាមួយលោកហ៊ឺលៀនជើគ្រប់គាត់ទទួលយកគាត់ស្មោះត្រង់នឹងគាត់ជារៀងរហូតដល់ចុងបញ្ចប់នៃជីវិតដែរឬទេខ្ញុំនាងមិនយល់ព្រមទេនេះគឺចង់ដណ្ដើមកូនក្រមុំតើមានរឿងអ្វីកើតឡើងពាក្យពេចន៍ទាំងនេះឈុតឆាកនេះមិនមែនជារឿងប្រឡំលោកដែលខ្ញុំអានយកមិញទេឬខ្ញុំនេះឆ្លងភពចូលក្នុងសិភៅហើយយូមនុស្សដែលអូនស្រឡាញ់គឺបងតើអូនអាចរៀបការជាមួយគេបានយ៉ាងម៉េចការឆ្លងភពដ៏ពេញនិយមនេះក៏ឲ្យខ្ញុំជួបប្រទះដែរតើសាច់រឿងបន្ទាប់ជាអ្វីចាំខ្ញុំឆែកមើលសិនយូបងស្រឡាញ់អូនបងប្រកាសជារៀបការជាមួយអូនយូការបង្កើតអាជីវកម្មរបស់បងក៏ដើម្បីឲ្យស័ក្តិសមនឹងអូនដែរកុំបារម្ភលុយដែលអូនឲ្យបងថ្ងៃក្រោយបងនឹងសងវិញ10ដងយូតើអូនអាចបញ្ឈប់ចរិតកូនស្រីអ្នកមានរបស់អូនបានទេបងទ្រាំលែងបានហើយចាំអូនដឹងកំហុសខ្លួនឯងសិនចាំមកជួបបងពិតជាមនុស្សប្រុសអាក្រក់មែនចាំមើលខ្ញុំបង្រៀនមេរៀនដល់គេយ៉ាងម៉េចមនុស្សឈួតមកពីណារត់មកនិយាយផ្ដេសផ្ដាស់ក្នុងពិធីមង្គលការរបស់ខ្ញុំតើខ្ញុំស្គាល់លោកទេតើលោកជាស្អីអង្គរៈរបស់គេចេញទៅថ្ងៃនេះទោះបីជាមានក្បត់ធ្លាក់ពីលើមេឃក៏ខ្ញុំត្រូវតែរៀបការជាមួយហ៊ឺលៀនជើដែរពិតជាស្រឡាញ់ខ្ញុំមែនគួរឲ្យស្អែកដៃឆ្វេងគ្មានកម្លាំងជើងឆ្វេងខ្វាក់ហើយមុខរបស់គេមិនស្មើគ្នាតើសម្លេងនេះមកពីណាខ្ញុំឮវាម្ដងទៀតតើវាជាសម្លេងរបស់យូមែនទេយូយើងឈប់ឆ្លោះគ្នាទៅបានទេបងសុខចិត្តរៀបការជាមួយអូននៅតែរឹងមុខទៀតស្លៀកពាក់ដូចមនុស្សឈួតតើលោកមានបំណងជំនួសកូនកំឡោះភ្លាមឬលោកមានផុសតាំងទេបើគ្មានផុសតាំងខ្ញុំនឹងប្តឹងលោកឲ្យរលាយទ្រព្យសម្បត្តិមនុស្សប្រុសអាក្រក់យកលុយគូប្រជែងគ្រួសារយូរៀបចំផែនការដណ្ដើមកូនក្រមុំមិនបានសម្រេចក៏រៀបចំឈុតកូនស្រីពិតកូនស្រីខ្លាញ់ធ្វើឲ្យគ្រួសារយូវិនាសអន្តរាយតើខ្ញុំអាចឮសម្លេងក្នុងចិត្តរបស់នាងទេអ្នកទាំងអស់គ្នាក៏ឮដែរមែនទេអំបញ្ញមិញនេះយូនិយាយមែនទេប៉ុន្តែកញ្ញាយូមិនបានបើកមាត់សោះពួកគេក៏អាចឮសម្លេងក្នុងចិត្តរបស់យូដែរមនុស្សប្រុសអាក្រក់បោកលុយខ្ញុំមិនអីទេថែមទាំងរួមគំនិតជាមួយអ្នកដទៃចង់សម្លាប់ខ្ញុំទៀតខ្ញុំនឹងសម្លាប់លោកមុនយូបងខុសហើយតើអូនអាចអភ័យទោសឲ្យបងបានទេបងនឹងរៀបការជាមួយអូនយើងទៅចុះសម្បត្តិអាពាហ៍ពិពាហ៍ឥឡូវនេះទៅចុះសម្បត្តិអាពាហ៍ពិពាហ៍កុំឲ្យខ្ញុំខឹងផ្ទះកំភ្លៀងលោកឲ្យសោះផ្ទះឲ្យម៉ែចំណាំមុខមិនបានយូមនុស្សដែលអូនស្រឡាញ់គឺបងណាអ្នកនាងទី2យូគេមើលទៅពិតជាស្រឡាញ់អ្នកណាហើយនាងដាច់ចិត្តបដិសេធគេអ្នកពិតជាចិត្តទូលាយមែនដែលព្រមឲ្យកូនកំមុំបដូរដៃខ្ញុំគ្រាន់តែគោរពសេចក្តីស្រឡាញ់ពិតប៉ុណ្ណោះមុខមាត់នេះរៀងរើនេះដេកជាមួយគាត់មើលទៅមិនខាតទេតើនរណាមើលឲ្យមិនមកវិញនោះបើខ្ញុំរត់គេចពីពិធីមង្គលការនេះទាំងគ្រួសារយូនិងគ្រួសារហ៊ឺលៀននឹងត្រូវចោទគ្រួសារខ្ញុំស្លាប់នឹងពិការគ្រួសារគាត់ឈួតនឹងគ្មានបានការរៀបការក៏រៀបការឲ្យបានត្រឹមត្រូវទៅកុំបង្កើតរឿងច្រើនពេកដោយសារតែអ្នកទាំងពីរស្រឡាញ់គ្នាអ្នកគួរតែទៅជាមួយគ្នាតើនាងកំពុងសម្ដែងឬការឈប់សោអ្វីតើយូកំពុងនិយាយពីអ្វីខ្ញុំទៅជាកូនស្រីទី2របស់គ្រួសារយូពួកគេទាំងពីរមើលទៅស្រដៀងគ្នាណាស់ប្រកាសណាស់ថាយើងស្រដៀងគ្នាកែសម្ផស្សតាមគ្នាតែយ៉ាងណាក៏ដោយថ្ងៃនេះគ្រាន់តែជារឿងកំ pl ែងជាសង្គ្រាមពាណិជ្ជកម្មពិតប្រាកដដោយឆ្លៀតឱកាសលេងផ្លូវកខ្វក់ខ្ញុំទៅជាកូនស្រីទី2របស់គ្រួសារយូនាងគ្រាន់តែជាកូនស្រីរបស់មេដោះដែលបានយកកន្លែងខ្ញុំអស់រយៈពេល20ឆ្នាំប៉ាម៉ាក់ខ្ញុំទៅជាកូនស្រីរបស់ប៉ាម៉ាក់ពួកគេបានបដូររូបខ្ញុំនៅមន្ទីរពេទ្យហើយមិនអាចធ្វើល្អដាក់ខ្ញុំសោះការសម្ដែងនេះមិនឲ្យពានរង្វាន់ពិតជាគួរឲ្យស្ដាយទោះបីជាអត្រាជោគជ័យទាបប៉ុន្តែវាមិនមែនគ្មានសោះទេអ្វីដែលគួរឲ្យខ្លាចគឺបើនាងជោគជ័យគ្រួសារយូនឹងវិនិច្ឆ័យអន្តរាយយ៉ាងណាក៏ដោយខ្ញុំឈរនៅទីនេះទោះផ្កាឈប់ស្នេហ៍សម្ដែងយ៉ាងណាក៏គ្មានប្រយោជន៍ដែរលើកក្រោយទៅមន្ទីរពេទ្យថ្លៃដើម្បីកែសម្ផស្សទៅវាច្បាស់ពេកហើយក្នុងនាមជាតួសម្ដែងអ្នកគួរតែពង្រឹងជំនាញសម្ដែងរបស់អ្នកថែមទាំងបដូរកូនទៀតហេតុអ្វីមិននិយាយថាអ្នកជាកូនស្រីខុសច្បាប់របស់ប៉ាខ្ញុំម៉ាក់ខ្ញុំសម្រាប់កូនដែលមានអង្គរៈយាមជុំវិញតើមានឱកាសបដូរកូនបានយ៉ាងម៉េចយល់ព្រមនាងរកអីវាយខ្លួនឯងទេខ្ញុំមិនទុកមុខឲ្យទេច្រមុះខ្ញុំយីអារម្មណ៍អំបញ្ញមិញនេះរៀងខុសប្រក្រតីបន្តិចបងស្រីទី2វ័យស្រាលបន្តិចមុខនាងខ្លាំងៗទាំងស្រុងបើវ័យខូចទៅយ៉ាងម៉េចបន្ធូរកំហឹងទៅប្រាដៃវ័យវាឈឺណាស់ពិធីមង្គលការនៅតែបន្តថ្ងៃនេះទោះបីជាស្ដេចសួរចុះមកក៏ការរៀបការនេះត្រូវបានសម្រេចដែរកញ្ញាយូ
តើអ្នកយល់ព្រមទោះក្នុងកលៈទេសៈល្អឬអាក្រក់មានឬក្រមានសុខភាពល្អឬឈឺអ្នកនឹងស្រឡាញ់គាត់ដោយគ្មានលក្ខខណ្ឌហើយស្មោះត្រង់នឹងគាត់ជារៀងរហូតដែរឬទេ ហើយលៀនជើទោះបីជាលោកគិតយ៉ាងណាកាលពីមុនចាប់ពីថ្ងៃនេះតទៅយើងគឺជាសត្វកណ្ដូបនៅលើខ្សែតែមួយទោះឆ្លងភពក៏ដោយជីវិតគឺជារបស់ខ្ញុំនរណាថាតួឯងស្រីត្រូវតែធ្វើតាមស្គ្រីប នាងនិងកូនស្រីទី2របស់គ្រួសារយូក្នុងពាក្យចចាមអារាមគឺខុសគ្នាស្រឡះ ម្ចាស់ដើមពិតជាល្ងងរឿងស្នេហាមែនត្រូវមនុស្សប្រុសអាក្រក់ PUA ឲ្យឡានឲ្យផ្ទះឲ្យលុយ យូម៉ាក់និងប្អូនស្រីរបស់បងពិតជាចូលចិត្តផ្ទះដែលអូនរៀបចំឲ្យណាស់កុំបារម្ភពួកគេប្រកាសជាចូលចិត្តអូនយូតើឡានអូនអាចឲ្យបងខ្ចីប្រើបន្តិចបានទេបងចេញទៅនិយាយចំនួនក៏មានមុខមាត់ដែរនេះគឺដើម្បីអនាគតរបស់យើង ខ្ញុំនឹងយកមកវិញនៅអ្វីដែលអ្នកបានបាត់បង់បងប្រុសធំស៊ើបអង្កេតពួកគេឲ្យបានច្បាស់លាស់ពីមុនខ្ញុំបានឲ្យរបស់ជាច្រើនទៅមនុស្សប្រុសអាក្រក់នោះសូមជួយខ្ញុំយកវាមកវិញផងនោះជាលុយរបស់ខ្ញុំបើមិនយកមកវិញទេគេមិនលក់ស្រួលទេ ប្អូនស្រីទី2កុំបារម្ភជារបស់កូនគ្មាននរណាម្នាក់អាចដណ្ដើមយកបានទេ មនុស្សប្រុសអាក្រក់នឹងស្រីផ្កាឈូកសមិនបានបង្កភ្ជុះភ្លៀងអ្វីទេគ្រួសារយូខាងក្រៅមានគូប្រជែងសម្លឹងមើលខាងក្នុងមានពូទី3នឹងចារកម្មផ្សេងដំបងត្រូវបដូរអង្គរៈមួយក្រុមសិនបើមិនបដូរទេខ្ញុំមិនស្ងប់ចិត្តទេ កុំបារម្ភរឿងគ្រប់យ៉ាងមានបងប្រុសនៅទីនេះ បងប្រុសអស្ចារ្យណាស់បងប្រុសអស្ចារ្យណាស់ ថ្ងៃនេះជាថ្ងៃសំខាន់របស់កូនរឿងផ្សេងមិនបាច់គិតទេឃើញលៀនជើមិនអាក្រក់ទេកូនគួរតែចុះសម្រុងនឹងគ្នា ប្តីជាប្រធានក្រុមហ៊ុនរបស់ខ្ញុំពិតជាមិនអាក្រក់ទេមុខមាត់សង្ហាជើងវែងសាច់ដុំ8ដុំតាមនរណាអាចទប់ទល់បានត្រូវតែទទួលស្គាល់ថាមុខមាត់ប្តីប្រធានក្រុមហ៊ុនពិតជាសង្ហាមែនគ្រាន់តែងើបមកមើលរៀងហត់បន្តិច ប្តីប្រពន្ធកូនទាំងពីរនិយាយគ្នាទៅបងទៅរកប៉ាម៉ាក់សិន និយាយគ្នានិយាយពីអីប្រុសមួយស្រីមួយកណ្ដាលអធ្រាត្រតើអាចនិយាយពីអ្វីទៀតបងប្រុសដើរស្រួលបួលមកលោកឡើងក្រហមម្លេះសវឹងហើយមែនទេពិធីជប់លៀងចិត្តចប់ហើយយើងត្រឡប់ទៅវិញទៅ នេះក៏ទើបតែចាប់ផ្ដើមប៉ុណ្ណោះ មែនហើយប្តីថោកនេះយ៉ាងហោចណាស់ក៏ជាប្រធានក្រុមហ៊ុនដែរគួរតែមានលុយច្រើនមែនទេបញ្ញាប់ឆែកមើលសិនគិតថាមានលុយតែមិននឹកស្មានថាមានលុយច្រើនយ៉ាងនេះសោះភាគហ៊ុនខ្លាចជាមហាសេដ្ឋីហើយនេះមានលេខ0ប៉ុន្មានអាចចលនាទ្រព្យរាប់ពាន់ម៉ឺនតើនេះជាទ្រព្យសម្បត្តិរបស់នរណាហើយលៀនជើតើលោកមានលុយច្រើនប៉ុណ្ណាទៅ នាងហាក់ដូចជាភ្ញាក់ផ្អើលណាស់គួរឲ្យស្រឡាញ់គួរសម និយាយអញ្ចឹងតើអាសយដ្ឋានផ្ទះយើងនៅឯណាខ្ញុំឃ្លានហើយចាំបន្តិចញ៉ាំអីសិនតើលោកញ៉ាំទេត្រឡប់ទៅផ្ទះរស់នៅជាមួយប៉ាម៉ាក់ឬទៅវិឡាដាច់ដោយឡែកប្រកាសណាស់ទៅវិឡាដាច់ដោយឡែករស់នៅជាមួយចាស់ទំអៀនណាយល់ព្រមនេះជាតំបន់លំនៅឋានមែនទេនេះជាភូមិគ្រឹះហើយអ្នកដឹកជញ្ជូនតើអាចយកអាហារចូលមកបានទេបាយរបស់ខ្ញុំតែទឹកដោះគោរបស់ខ្ញុំការ៉េមរបស់ខ្ញុំ អ្នកដឹកជញ្ជូនអាចចូលមកបានទេមិនអីទេឲ្យគេចូលមកចុះខ្ញុំនឹងប្រាប់សន្តិសុខឲ្យដឹង យូយើងរៀបការហើយថ្ងៃនេះជាយប់រៀបការរបស់យើង យើងគ្រាន់តែជាតំណែងតំណងរៀបការដើម្បីប្រយោជន៍ប៉ុណ្ណោះដែលខាត់មិនអាចធ្វើជាការពិតបានទេ អូចុះសបុតអាពាហ៍ពិពាហ៍ហើយឬនៅទេព្រឹកស្អែកទៅចុះ ហេតុអ្វីបានជាគាត់តាក់ទាញម្លេះកុំគិតថាធ្វើបែបនេះអាចធ្វើឲ្យខ្ញុំរំជួលចិត្តបានខ្ញុំមិនងាយទន់ចិត្តបែបនេះទេសាច់ដុំតឹងណែនបែបនេះប៉ះទៅប្រកាសជាមានអារម្មណ៍ល្អណាស់មែនទេ គ្រាន់តែមើលមិនសប្បាយទេចង់ស្ទាបទេមនុស្សប្រុសគួរឲ្យស្អប់នេះមានសាច់ដុំល្អណាស់កុំគិតថានាងអាចបានសម្រេចតាមបំណងតើខ្ញុំជាមនុស្សបែបនោះឬខ្ញុំគឺជាអ្នកបន្តវេនសង្គមនិយមមិនវង្វេងនឹងសម្រស់ទេមនុស្សស្រីម្នាក់នេះមានចិត្តព្រៃផ្សៃនៅខាងក្នុងតែទីបំផុតមានតែចិត្តមិនហ៊ានធ្វើមកឲ្យយើងត្រឡប់ទៅផ្ទះដើម្បីណែនាំឲ្យស្គាល់សាច់ញាតិ ចង់ដើរផ្សារទំនើបចង់ទិញខោអាវនិងកាបូបដែលចូលចិត្តតែមិនចង់ចាយលុយខ្លួនឯងពិបាកចិត្តណាស់ទ្រព្យសម្បត្តិរួមរបស់ប្តីប្រពន្ធយកទៅឈុតទៅអូដឹងហើយល្បិចនេះខ្ញុំស្គាល់ច្បាស់ការបន្ថែមឬតែមានរឿងអីគឺបង្កកើតឬកំណត់ទឹកប្រាក់ ការចំបងមិនកំណត់ទឹកប្រាក់ មនុស្សប្រុសម្នាក់នេះសង្ហាគួរឲ្យខឹងណាស់ស្រឡាញ់ណាស់ណានេះការចម្បងមិនកំណត់ទឹកប្រាក់មនុស្សល្ងងអូការរៀបការនេះពិតជាមានតម្លៃណាស់
បងថ្លៃស្រីតើបងមានដំណំអាហារអ្វីទេខ្ញុំនឹងប្រាប់ចុងភៅឲ្យយកចិត្តទុកដាក់មិនមានទេ បងប្រុសបងក៏មកអង្គុយដែរមក កូនប្រុសទី2របស់គ្រួសារហឺលៀនក្រោយមកជួបគ្រោះថ្នាក់ចរាចរណ៍ខ្លាចជាមនុស្សល្ងងគួរអាណិតណាស់ប្តីប្រពន្ធថ្មីថ្មោងពិតជាល្អមែនតែណាក៏នៅក្បែរគ្នាមិនដូចពួកយើងជាប្តីប្រពន្ធចាស់ទេលេងហ្គេមរៀងខ្លួនត្រូវតែទទួលស្គាល់ថាពិតជាប្តីប្រពន្ធមែនសូម្បីតែរសជាតិក៏ស្ទើរតែដូចគ្នាមកវាលេចលឺចេញទៅខាងក្រៅអាចវិលជុំវិញផែនដីបានសៀវជើពូកែរកលុយណាស់ធ្វើជាប្រពន្ធរបស់គាត់មិនបាច់ធ្វើអ្វីទេជារៀងរាល់ថ្ងៃដេកក៏រកលុយបានដែរមែនហើយអ្នកឯងចង់បានអញ្ចឹងជាមួយប្តីកាត់បន្ថែមរបស់អ្នកចង់បញ្ឈប់ក៏បញ្ឈប់ថែមទាំងមិនហ៊ានលោឡាទៀតលេបកំហឹងជួយចិញ្ចឹមកូនអ្នកដទៃហើយរាល់ថ្ងៃនៅតែស្ដេចបន្ទោសកូនស្រីថាមិនខិតខំនរណាមិនចំណែនកូនដូចសៀវជើអាចរកលុយបានហើយកតញ្ញូទៀតសៀវជើរៀបការហើយពេលណាទៅបង្ការកូនប្រុសធាត់មួយតាមរបស់លោកកំពុងតែរំចាំពោចៃ ប្រពន្ធសម្លាញ់ជប់បន្ទប់ចាំនិយាយគ្នាបន្តលោកប្រធានហឺលៀនមិនជួបគ្នាយូរហើយបងប្រុសជើខ្ញុំនឹកបងណាស់បងថ្លៃស្រីកុំយល់ច្រឡំអីខ្ញុំនឹកបងប្រុសជើជាសាច់ញាតិឆ្ងាយយូរហើយមិនបានជួបគ្នាទៅ មិនមែនមិនបានជួបគ្នាយូរទេខ្ញុំមិនដែលជួបនាងទាល់តែសោះដោយសារជាសាច់ញាតិឆ្ងាយគួរតែដឹងពីច្បាប់ទម្លាប់ខ្លះខ្ញុំនឹងប្រពន្ធទើបរៀបការមិនចង់ឲ្យមានការយល់ច្រឡំដោយមិនចាំបាច់ទេគ្រួសារអ្នកចេញទៅចុះ សាច់ញាតិស្អីខ្ញុំឃើញភ្នែកនាងសម្លឹងមើលបងប្រុសខ្ញុំជាប់ក្មេងស្រីល្អរឿងត្រឹមត្រូវមិនធ្វើគិតតែចង់បំបែកបំបាក់ប្តីប្រពន្ធគេពូរបស់អ្នកនៅតែជាពូរបស់អ្នកលោកពូនិយាយត្រូវណាស់កំពុងតែដើរលេងស្រួលបួលសោះហេតុអ្វីក៏ខ្លាចជាអង្គុយកៅអីត្រជាក់ទៅវិញគ្មានអ្នកណាមើលឃើញទេបើមិនចឹងត្រឡប់ទៅវិញឲ្យគេធ្វើតាមការកំងទៅបងប្រុសជើចៃដន្យអីម្លេះបងក៏មកដើរលេងដែរឬអូមនុស្សរស់នៅទីនេះធ្វើជាមើលមិនឃើញមែនទេបងប្រុសជើខ្ញុំសូមប៉ាបងញ៉ាំបាយនៅចំពោះមុខខ្ញុំដណ្ដើមមនុស្សហ៊ានណាស់យ៉ាមុខនេះមិនបោះឲ្យខ្ញុំចឹងបងថ្លៃស្រីខ្ញុំគ្រាន់តែនិយាយជាមួយបងប្រុសជើមួយម៉ាត់ស្នាងដល់ថ្នាក់ខឹងយ៉ាងនេះយើងមិនស្និទ្ធស្នាលទេកុំហៅបងប្រុសមួយម៉ាត់បងប្រុសពីរម៉ាត់ម្យ៉ាងទៀតមុខនាងធ្វើឲ្យដៃប្រពន្ធខ្ញុំឈឺហើយក្មេងស្រីល្អរឿងត្រឹមត្រូវមិនធ្វើគិតតែពីចង់បំបែកបំបាក់ប្តីប្រពន្ធគេពូរបស់អ្នកនៅតែជាពូរបស់អ្នកចេះនិយាយក៏និយាយឲ្យច្រើនបន្តិចទៅលោកពូនិយាយត្រូវណាស់ កូនសម្លាញ់មើលមកទីនេះហេតុអ្វីបានជាពួកគេមិនទាន់មកដល់ទៀត បងស្រីទី2បងមកដល់ហើយ3ខ្វះ1ឆាប់អង្គុយចុះបងថ្លៃទី2ចូលមកអង្គុយមកទុកឲ្យបងប្អូនស្រីគេលេងជាមួយគ្នាទៅចុះបងថ្លៃធំវិញគាត់មិនមកទេឬអូព្រះអើយខ្ញុំហាក់ដូចជាមានចំណាំបងថ្លៃធំបន្តិចលេងបានរៀងសាហាយរឿងមិនគួរឲ្យជឿសោះមិនចម្លែកទេដែលបងថ្លៃធំអវត្តមានតាមពិតទៅរកភាពរំភើបសោះមួយមិនគ្រប់ថែមទាំងរកបាន2ទៀតលេងពិតជាឡប់មែនខ្ញុំគ្រាន់តែចង់និយាយថាបងប្រុសធំដែលចូលចិត្តបង្ហាញបែបនេះតាមពិតជាបងថ្លៃធំដែលគាត់ស្រឡាញ់បំផុតបានផ្ដល់ការវិប្រហារដល់សាហាវមួយពណ៌បៃតងស្រស់នៅលើកំពូលក្បាលប្រវត្តិរបស់បងថ្លៃធំគឺជាកូនស្រីក្រុមហ៊ុនបុតសម្ព័ន្ធដែលឪពុកម្ដាយតឹងរឹងតម្រូវឲ្យស្ដាប់តាមការរៀបចំតែប៉ុណ្ណោះរយៈពេលយូរទៅផ្លូវចិត្តក៏គៀបសង្កត់និងខូចទ្រង់ទ្រាយសម្បកកាយធ្វើជាទុនភ្លុនតែលក់លេងយ៉ាងព្រៃផ្សៃនឹកបានមនុស្សប្រុសប្រុសមួយក្រុមហើយមួយក្រុមទៀតបន្តពីរៀបការជាមួយបងប្រុសធំឃើញថាបងប្រុសធំគោរពច្បាប់ទម្លាប់ផ្ទុយទៅវិញមានចិត្តស្អប់បងប្រុសធំយ៉ាងខ្លាំងទម្លាក់កំហឹងទាំងអស់ទៅលើបងប្រុសធំម្នាក់ឯងបែបរឿងគ្រប់យ៉ាងរបស់គ្រួសារយូរពេលដែលផ្លូវចិត្តនឿយហត់បងថ្លៃធំក៏ទម្លាក់ស្លឹកវាលែងលេះថែមទាំងនិយាយថាក្មួយប្រុសតូចមិនប្រកាសជាកូនបង្កើតរបស់បងប្រុសធំទេបងប្រុសធំទទួលយកមិនបានក៏ទាំងបេះដូងស្លាប់ភ្លាមៗគាត់រត់ចាប់បន្សល់ទុកកូនឲ្យរស់នៅពឹងផ្អែកអ្នកដទៃនេះជារឿងឈួតពួតអ្វីទៅមនុស្សស្រីនោះពេលនេះកំពុងតែមានសេចក្តីសុខនៅក្នុងសន្តាគារឈឺចាប់យូរមិនស្មើនឹងឈឺចាប់ខ្លីទេត្រូវតែប្រញាប់ទៅបាយហូបមិនតាន់ឆ្អិនទេអ្នកទាំងអស់គ្នាឃ្លានហើយបើយើងទៅញ៉ាំនៅសន្តាគារវិញល្អទេខ្ញុំស្គាល់ហាងមួយរសជាតិមិនអាក្រក់ទេខ្ញុំក៏ឃ្លានដែរអញ្ចឹងទៅញ៉ាំនៅសន្តាគារទៅខ្ញុំមានមិត្តភក្តិម្នាក់និយាយថាបងថ្លៃធំនិងមិត្តភក្តិកំពុងតែជួបជុំគ្នានៅទីនេះយើងទៅសួរសុខទុក្ខបន្តិចទៅល្អខ្ញុំក៏គួរតែស្គាល់មិត្តភក្តិរបស់បងថ្លៃធំដែរគង់តែនឹងជួបគ្នាទេស្គាល់គ្នាឲ្យលឿនក៏ល្អតោះទៅណាគេគូទ្វាស្អីយើងមិនបានហៅសេវាកម្មបន្ទប់ទេកុំរំខានបន្ទប់ដែលមកត្រាញ់ធំកក់មិនក៏មានសម្លេងមនុស្សប្រុសលេខបន្ទប់មិនខុសទេគឺអ្នកដែលហៅអូយអ្នកទាំងអស់គ្នាកំពុងធ្វើអីហ្នឹងចូលទៅពួកយើងដោះស្រាយរឿងក្នុងផ្ទះ
អ្នកដែលមិនពាក់ព័ន្ធថយចេញទៅតើឯងគ្មានអ្វីត្រូវនិយាយទៀតទេឬ និយាយអ្វីទៅយ៉ាងច្រើនបំផុតគឺលែងលះគ្នាខ្ញុំនៅតែអាចចែកទ្រព្យសម្បត្តិបានដដែលអូមែនហើយកូនប្រុសប្រហែលជាមិនមែនជារបស់ឯងទេតើបងស្រីអាចនិយាយពាក្យបែបនេះចេញមកបានយ៉ាងម៉េចបងប្រុសធ្វើមិនល្អដាក់បងត្រង់ណាទៅ នាងគ្រាន់តែគ្មានអ្វីត្រូវខ្លាចទើបមានបំណងមកធ្វើឲ្យយើងពិបាកចិត្តប៉ុណ្ណោះខ្ញុំនឹងធ្វើការពិនិត្យ DNA របស់កូនបើជារបស់ខ្ញុំនឹងទទួលបន្ទុកចិញ្ចឹមបើមិនមែនជារបស់ខ្ញុំទេចាំទទួលឯការប្តឹងទៅគ្រួសារជាងក៏ខ្ញុំនឹងមើលថែឲ្យបានល្អដែរ ឯងចង់ទប់ទល់នឹងគ្រួសារជាងឬត្រូវតែឲ្យពួកគេកសាយធនកាលនោះឯងរៀបការជាមួយខ្ញុំចុងក្រោយឯងបានបំផ្លាញគ្រួសារជាងខ្ញុំពិតជាចង់សើចំអកមើលរឿងកំ pl ែងរបស់ពួកគេណាឯងឈួតហើយឯងពិតជាមនុស្សឈួតមែនកុំជេរនាងអីកាន់តែជេរនាងកាន់តែមានអារម្មណ៍រំភើបនៅក្រោមការទៀមទាដ៏តឹងរ៉ឹងរបស់ឪពុកម្ដាយផ្លូវចិត្តរបស់នាងបានខូចទ្រង់ទ្រាយទៅហើយមកខាងនាងខ្លាចមិនហ៊ានប្រឆាំងដោយចំហមកខាងទៀតនាងចង់តែបំផ្លាញពួកគេឲ្យស្លាប់ជាមួយគ្នាតើឯងចង់បានយ៉ាងម៉េចឲ្យប្រកាសទៅមិនចង់បានយ៉ាងម៉េចទេតាមពិតបងប្រុសក៏មិនមែនត្រូវតែលែងលះនោះដែរគ្រួសារអ្នកមានមែនទេខាងក្រៅមើលទៅជាប្តីប្រពន្ធល្អតែខាងក្នុងម្នាក់ៗលែងរៀងខ្លួនទៅគ្មានអ្នកណារំខានអ្នកណាឡើយពីមុនមកគឺពួកយើងធ្វេសប្រហែសទៅថ្ងៃមុខពួកយើងនឹងទៀមទាឲ្យឯងធ្វើជាបងស្រីថ្លៃដ៏ល្អម្នាក់ទ្វេដងពេលនេះគឺពួកយើងមិនចង់លែងលះគ្នាទេខ្ញុំដឹងថាឯងមិនហ៊ានប្តឹងលែងលះតតែសោះចាប់ពីថ្ងៃនេះតទៅឯងគ្មានពេលសេរីភាពសូម្បីតែបន្តិចនៅពេលល្ងាចឡើយមានតែនៅផ្ទះមើលថែកូនឲ្យបានត្រឹមត្រូវមិនអនុញ្ញាតឲ្យទៅណាទាំងអស់យីឯងកុំធ្វើបាបមនុស្សហួសហេតុពេកបងប្រុសមិនលែងលះមែនប៉ុន្តែគ្រួសារជាងពួកយើងប្រកាសជាកំទេចចោលចាំមើលពេលគ្រួសារជាងខ្សែធនចាំមើលឯងនៅសល់សមត្ថភាពអីមកស្រែកលោឡាទៀតពេលឯងគ្មានលុយសូម្បីតែកម្រិតទ្វារផ្ទះតកូលយូក៏មិនហ៊ានឈានចូលផងតែចង់បានការសោយសុខបែបណាទៀតគ្មានតតែសោះរបស់ដែលឯងកំពុងប្រើប្រាស់ពេលនេះសិតតែជាការរបស់បងប្រុសខ្ញុំថ្ងៃស្អែកនឹងត្រូវបង្កក់ហើយខ្ញុំចាំបានថាឯងមិនចេះបើកឡានទេខ្ញុំនឹងដកអ្នកបើកបោះចេញទៅថ្ងៃមុខមិនអនុញ្ញាតឲ្យឯងចេញក្រៅតែម្នាក់ឯងឡើយខ្ញុំនឹងជ្រើសរើសសម្លៀកបំពាក់ឲ្យឯងដោយផ្ទាល់រៀបចំឲ្យឯងតាំងពីក្បាលដល់ចុងជើងឲ្យស្របទៅនឹងឋានៈជាកូនប្រសាស្រីច្បងត្រកូលយូឯងត្រូវតែសម្ដែងឲ្យបានល្អកុំឲ្យខូចរឿងឲ្យសោះក្នុងពេលដែលមិនលែងលះគ្នាជីវិតនៅតែត្រូវបន្តទៅមុខទៀតមែនទេបងស្រីថ្លៃព្រះអើយប្អូនថ្លៃស្រីពិតជាលុយណាស់តើការខិតខំប្រឹងប្រែងរបស់គ្រួសារយូគឺដើម្បីតែការឈឺចាប់របស់ខ្ញុំមែនទេមនុស្សប្រុសម្នាក់ដែលមិនអាចផ្ដល់ភាពកក់ក្ដៅដល់ប្រពន្ធគឺជារឿងខុសឆ្គងរបស់ឯង ឥឡូវនេះចង់យកលុយមួយចំនួនហើយលែងលះគ្នាឬក៏ចង់បន្តរស់នៅបែបនេះទៀតឯងជ្រើសរើសដោយខ្លួនឯងទៅ មិនអាចរស់នៅក្នុងជីវិតបែបនោះទៀតទេដែលត្រូវរងសម្ពាធពីគ្រប់លក្ខខណ្ឌទាំងអស់នេះក៏មិនបាននោះក៏មិនបានខ្ញុំទ្រាំលែងបានយូរហើយទេលែងលះគ្នាគឺល្អបំផុតទទួលបានលុយហើយថែមទាំងអាចធ្វើឲ្យពួកគេខឹងស្លាប់ទៀតលើកនេះត្រូវតែរំដោះខ្លួនឲ្យបាន5លានខ្ញុំយល់ព្រមលែងលះ ព្រមព្រៀងគ្នាតាមនឹងចុះ មិននឹកស្មានថាក្មួយប្រុសតូចពិតជាកូនបង្កើតរបស់បងប្រុសសោះសំហើយដែលតាំងពីតូចមកគេស្ដាប់បង្គាប់និងយល់ដឹងច្រើនបែបនេះដោយបងប្រុសបេះបិនទុនល្មើយគួរឲ្យស្រឡាញ់ណាស់អលអិតរបស់យើងពិតជាគួរឲ្យស្រឡាញ់ខ្លាំងណាស់ ល្អ ក្មួយប្រុសតូចរបស់យើងឈ្មោះយូស៊ីនធំឡើងចរិតលក្ខណៈដូចបងប្រុសបេះបិទជាមនុស្សប្រុសស្លូតបូតនិងមានមនោសញ្ចេតនាជ្រាលជ្រៅគ្រាន់តែក្នុងសាច់រឿងដើមគេរំទុកខ្លាំងពេកទៅថ្ងៃមុខពួកយើងប្រកាសជាមិនឲ្យគេដើរលើផ្លូវចាស់នោះឡើយ អ៊ំស្រីអ៊ំទើបតែនិយាយអ្វីមែនទេ ក្មេងតូចកុំគិតច្រើនអីបញ្ញាប់ញ៉ាំបាយឲ្យឆាប់ធំធាត់ទៅក្មេងម្នាក់នេះទៅថ្ងៃមុខប្រកាសជាត្រូវបានហុំព័ទ្ធដោយក្តីស្រឡាញ់មិនខានរឿងរបស់បងប្រុសចាត់ទុកថាបានដោះស្រាយរួចរាល់ហើយជំហានបន្ទាប់គឺរឿងរបស់បងប្រុសស្រីសូមសម្រាប់សោយសុខពី3ថ្ងៃសិនចុះទីបំផុតបានឈានដល់ចំណុចកំពូលនៃជីវិតហើយតើឯងគិតថាពួកយើងគួរតែទៅក្រេបទឹកឃ្មុំនៅឯណាទើបល្អ ក្រេបទឹកឃ្មុំស្អីទៅអេដេកផ្ទះមិនស្រួលជាងទេអី ខ្ញុំគ្រាន់តែសួរមើលទេបើឯងមិនចង់ទៅក៏ហីទៅចុះ ការរៀបការដែលគ្មានមនោសញ្ចេតនាពេលការសហការគ្នារវាងគ្រួសារទាំងពីរបញ្ចប់តើនឹងត្រូវលែងលះគ្នាដែរទេមុនពេលនោះមកដល់អ្វីដែលគួរចំណាយគឺត្រូវតែចំណាយកាន់តែច្រើនគឺកាន់តែចំណេញ ឡាននឹងផ្ទះដែលឯងបានឲ្យគេទៅនោះខ្ញុំបានយកមកវិញហើយពួកគេធ្លាប់ប្រើប្រាស់វាហើយពួកគេដឹងថាឯងរើសអើងទើបបដូរជាលុយដែលមានតម្លៃស្មើគ្នាទេមកឲ្យឯងលុយដែលឯងបានចំណាយលើគ្រួសារពួកគេជាច្រើនឆ្នាំមកនេះក៏កំពុងទៀមទាមកវិញដែរចាំបន្តិចទៀតនឹងផ្ទេរឲ្យឯងភ្លាម
អរគុណបងប្រុសខ្លាំងណាស់ មិនហើយក្រុមហ៊ុនមុនរបស់ឯងគឺខាងធ្វើជាអ្នកគ្រប់គ្រងនៅទីនោះពេលទំនេរគួរតែទៅមើលផងកាលពីមុនយកចិត្តទុកដាក់តែលើប្រុសម្នាក់នោះឥឡូវនេះភ្ញាក់ខ្លួនហើយក៏ត្រូវតែទទួលខុសត្រូវរឿងការងារវិញដែរ បងប្រុសកុំបារម្ភអីខ្ញុំនឹងទៅមើលឥឡូវនេះហើយនេះជាក្រុមហ៊ុនរបស់ខ្ញុំមែនទេមើលទៅមានទ្រង់ទ្រាយធំណាស់តើសួស្តីបងស្រីតើអ្នកមករកអ្នកណាដែរមានការណាត់ជួបទុកមុនទេសួស្តីខ្ញុំមកសម្ភាសការងារសួស្តីអ្នកនាងសូមរងចាំបន្តិចចុះប្រវត្តិរូបសង្ខេបរបស់ឯងនៅឯណាគ្មានទេនិយាយបែបនេះតំណែងដែលពួកយើងកំពុងជ្រើសរើសឯងគ្មានបទពិសោធន៍ពាក់ព័ន្ធតទៅសោះមែនទេគ្មានបទពិសោធន៍អាចសន្សំសម្ភារសូត្របានប៉ុន្តែក្រុមហ៊ុនយើងជ្រើសរើសត្រូវធ្វើការថែមម៉ោងតើឯងអាចទទួលយកបានទេការធ្វើការថែមម៉ោងញឹកញាប់តើមានប្រាក់ម៉ោងបន្ថែមដែរឬទេតំណែងនេះប្រហែលជាមិនសមស្របនឹងឯងទេខ្ញុំណែនាំឲ្យឯងរកការងារផ្សេងវិញចុះ ប្រធានចៅនោះជាសាច់ញាតិគ្រួសារខ្ញុំណាគ្រាន់តែតំណែងជំនួយការម្នាក់ក៏មិនព្រមឲ្យដែរតើមានរឿងអីនោះ ប្រធានចៅនាងគ្មានសញ្ញាបត្រគ្មានបទពិសោធន៍រៀបចំតំណែងជំនួយការឲ្យនាងគឺចាត់ទុកថាផ្ដល់កិត្តិយសខ្លាំងណាស់ទៅហើយក ុំមកនិយាយរឿងទាំងនេះជាមួយខ្ញុំបញ្ញាប់រៀបចំតំណែងស្រួលៗឲ្យនាងភ្លាមទៅ ច្រមុះដាក់ខ្ទឹមបារាំងធ្វើពុតជាដំរីមែនទេដល់ចូលតាមទ្វារក្រោយសោះធ្វើចរិតរឹតពីធម្មតាតើចង់បញ្ជូនសាច់ញាតិឯងទាំងអស់មកធ្វើការស៊ីប្រាក់ខែទៅទេនៅក្រុមហ៊ុនមែនទេ តើឯងបានអំណាចពីណាមកចេះចង់ចាត់ចែងរឿងច្រើនម្ល៉េះប្រធានចៅបណ្ដេញនាងចេញព្រាមទៅ ប្រធានចៅកុំខឹងអីនាងគ្រាន់តែមកសម្ភារការងារមិនដឹងច្បាប់ទម្លាប់ប៉ុណ្ណោះសុំទោសផងការសម្ភាររបស់នាងមិនជាប់ទេសុំចាក់ចេញជាបន្ទាន់ខាងធ្វើខ្ញុំកំពុងនៅក្រុមហ៊ុនឯងមកនេះមកផ្លេតមកខ្ញុំមានការចង់ជួបខ្ញុំស្គាល់ខាងធ្វើ ឆេញអ្នកនាងយូសូមរងចាំបន្តិចខ្ញុំនឹងទៅដងទឹកជូនអ្នកនាងអគ្គនាយកយូ ប្រធានចៅម្នាក់នេះប្រើប្រាស់តួនាទីអំណាចរៀបចំឲ្យសាច់ញាតិចូលមកធ្វើការស៊ីប្រាក់ខែទៅទេឯងមើលការចាត់ចែងដោះស្រាយទៅ បញ្ចុះតំណែងនឹងកាត់ប្រាក់ខែតើអ្នកនាងយល់ថាចាត់ចែងបែបនេះបានទេ បានរឿងរ៉ាវក្នុងក្រុមហ៊ុនឯងសម្រេចចិត្តទៅចុះនោះគឺប្រធានចៅសមមុខណាស់ដើរកាន់កាបូបធ្វើរឹកពីដូចជាអស់ចាស់ណាស់អញ្ចឹងតាមពិតនេះគឺជាក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មសោះចៅបាញ់ឯងមិនអីទេមែនទេឯងមិនមែនជាប្រធានតិចប្រជុំមិនសូវនិយាយស្ដីទេអីមិនក៏ចរិតលក្ខណៈប្រែប្រួលអស់រលីងបែបនេះប្រពន្ធប្រើកាតរបស់ខ្ញុំទិញរបស់របរនាងពិតជាស្រឡាញ់ខ្ញុំខ្លាំងណាស់កុំប៉ះខ្ញុំមានតែប្រពន្ធខ្ញុំម្នាក់គត់ដែលអាចប៉ះបានបញ្ញាប់ចុះហត្ថលេខាទៅកិច្ចសន្យាទុកនៅទីនេះហើយគម្រោងមួយនេះមានហានិភ័យខ្ពស់ពេកផ្អាកការបើកលុយសិនទៅខ្ញុំតាមដានការងារនេះយូរហើយមិនក៏ឯងនិយាយថាផ្អាកគឺផ្អាកភ្លាមៗបែបនេះហេតុអ្វីទៅហានិភ័យធំពេកឯងទៅស៊ើបមើលថាតើនរណាជាអ្នកដាក់ស្នើគម្រោងមួយនេះឡើងមកម៉ោង 2 រសៀលហើយតើឯងចង់ទៅណាទៀតចេញពីធ្វើការទៅផ្ទះកំដរប្រពន្ធមនុស្សនៅលីវដូចឯងមិនយល់ទេចាំខ្ញុំនៅកន្លែងដដែលតើកំពុងធ្វើស្អីនឹងតោះខ្ញុំនាំឯងទៅមើលកុនរួចហើយទៅញ៉ាំបាយកំដរប្រពន្ធមើលកុនញ៉ាំបាយកាន់ដៃគ្នាដើរតាមផ្លូវពិតជារ៉ូមែនទិកខ្លាំងណាស់មានឡានបញ្ជីបាយជាចង់មកដើរថ្មើរជើងតាមផ្លូវចាំបាយមិនបាច់ធ្វើការងារទេអីឈ្មោះសេនាធិការមែនឈឺជើងខ្លាំងណាស់តើត្រូវដើរដល់ពេលណាទៀតទៅ ប្រពន្ធមើលទៅហាក់ដូចជាមិនសូវសប្បាយចិត្តសោះ ហេតុយន្តមើលមិនយល់អាហារពេលល្ងាចក៏ញ៉ាំមិនឆ្ងាញ់មិនដឹងជាត្រូវដើរទៅណាទៀតទេខ្ញុំចង់តែខឹងភ្លាមតែម្ដង សុំទោសផងពួកយើងត្រឡប់ទៅផ្ទះវិញឥឡូវនេះចុះ
អញ្ចឹងពួកយើងចេញមកក្រៅគឺគ្រាន់តែដើម្បីដើរលេងថ្មើរជើងទេអីគិតដល់ត្រង់នេះខ្ញុំកាន់តែចង់ខឹងខ្លាំងឡើងការណាត់ជួបគ្មានប្រសិទ្ធភាពសោះមែនទេធ្វើឲ្យប្រពន្ធខឹងហើយតើគួរធ្វើម៉េចទៅសាកល្បងសួរគេមើលសិន តើឯងល្ងងមែនទេមិនធ្លាប់ស្រឡាញ់គ្នាក៏មិនធ្លាប់ឃើញគេស្រឡាញ់គ្នាដែរអីមុនណាត់ជួបបានសួរនាំការយល់ព្រមពីដៃគូឬនៅបានយកចិត្តទុកដាក់លើអារម្មណ៍របស់គេពេលនោះទេពេលខ្ញុំទៅជួបនាងខ្ញុំបានសួរនាំហើយតើទៅមើលកូនឬអត់នាងថាមិនក៏បានសួរថាមើលរឿងអីនាងថាមិនក៏បានញ៉ាំអីក៏នាងថាតាមចិត្តខ្ញុំទៅនាងនៅតែខឹងចង់ផ្ទុះដើមទ្រូងបែបនេះទៅវិញបើគ្មានចំណាប់អារម្មណ៍ទេហេតុអ្វីមិនបដិសេធផ្ទាល់តែម្ដងទៅក៏អាចស្នើឡើងនៅរឿងដែលនាងចាប់អារម្មណ៍បានដែរតើពេលនេះខ្ញុំយល់ច្បាស់ហើយឯងជាអគ្គនាយកចិត្តស្រីពិតជាមិនធ្លាប់ស្រឡាញ់គ្នាមែនមួយថ្ងៃទៅការងារការដែលបងស្រីខ្លាចមិនបដិសេធមកខាងគឺដោយសារការគូសមមកខាងទៀតគឺផ្ដល់ឱកាសឲ្យឯងដំបូងឡើយប្រហែលជាគ្មានចំណាប់អារម្មណ៍ទេតែឯងធ្វើបានល្អអាចធ្វើឲ្យនាងចាប់អារម្មណ៍បន្តិចម្ដងតែលទ្ធផលឯងធ្វើបានអត់ពេកគ្មានចំណុចទាក់ទាញទាល់តែរឿងនេះបានជាការចរចាកិច្ចសន្យារាប់លានទៅទៀតទោះបីជាអាចស្ដាប់ឬសម្ដីបេះដូងប្រពន្ធក៏មិនប្រកាសថាស្មានឬចិត្តដែរអ្វីដែលខ្ញុំគិតថារ៉ូមែនទិកនាងមិនគិតបែបនោះទាល់តែសោះហើយលើនេះនាងខឹងចង់តែឲ្យចិត្តហើយនាងច្បាស់ជាខកចិត្តខ្ញុំខ្លាំងណាស់សូម្បីតែការណាត់ជួបក៏ធ្វើមិនបានល្អផងខ្ញុំពិតជាអន់ណាស់ប្រពន្ធបារម្ភពីខ្ញុំហើយការរៀបចំខ្លួនឡើងវិញមានសង្ឃឹមហើយយ៉ាងច្រើនបំផុតគឺធ្វើខ្លួនឲ្យគួរឲ្យស្រឡាញ់បន្តិចទៅនៅចំពោះមុខប្រពន្ធខ្លួនឯងតើត្រូវគិតរឿងអំនួតអីទៀតទៅមិនក៏ធ្វើរឹកពីគួរឲ្យអាណិតដោយកូនឆ្កែតូចបែបនេះតើនរណាអាចខឹងបន្តទៀតបានទៅកូនឆ្កែតូចដល់គួរឲ្យស្រឡាញ់ធ្វើរឹកពីគួរងកូនស្រីមិនអាចទប់ទល់បានតតែសោះឲ្យរំលងតិចចុះក៏មិនមែនជារឿងធំដុំអីដែរប្តីប្រពន្ធថ្មីថ្មោងពិតជាល្អណាស់អ្វីក៏អាចខ្លាចជាភាពផ្អែមល្ហែមបានដែរបងស្រីខ្ញុំកំដរកូកូទៅថតកម្មវិធីតើបងចង់មកជួបខ្ញុំនៅពេលល្ងាចឬក៏មកជួបនៅកន្លែងថតផ្ទាល់តែម្ដងកូកូមិត្តប្រុសដែលមិនទាន់ប្រកាសជាផ្លូវការរបស់យូម៉ុងជានិមិត្តរូបលំដាប់ថ្មីជ្រើសរើសការបង្ហាញខ្លួនដោយពឹងផ្អែកលើយូម៉ុងចំណាយលុយនិងស្វែងរកធនធានទៅអាចដើម្បីបានពិតជាការសម្ដែងស្នេហាពីអ្នកដែលល្អមើលណាស់អស្ចារ្យណាស់គេក៏បាត់ចិត្តយូរហើយឥឡូវតែសញ្ញាហ៊ានថតកំណត់ទៅហើយនៅតែចាំរត់ទៅចូលរួមជាមួយក្រុមហ៊ុនរបស់ចាងលៀនទៀតនៅក្នុងសាច់រឿងដើមយូម៉ុងបានតាមមិនព្រមលែងលះគ្នាទើបត្រូវកូកូកំនុំមកធ្វើបាបឲ្យអ្នកបើកឡានទទួលខុសត្រូវជំនួសកូកូនៅតែបន្តរស់នៅក្នុងជីវិតដ៏ហឺហាដដែលមនុស្សប្រុសក្បត់ចិត្តចាំតែមើលទៅខ្ញុំមកដល់ហើយពេលខ្ញុំមកដល់ហើយមកទទួលខ្ញុំផងបងស្រីថ្ងៃនេះបងស្អាតខ្លាំងណាស់ពិតមែនហើយតើពួកយើងចូលទៅក្នុងចូលរៀនដល់លើផ្លូវឧបេក្ខាបោះសោតតែខ្ញុំត្រូវតែទៅពីរបស់នេះដែរការប៉ះទង្គិចស្ទីលគ្នាមិនមែនជាការគួរឲ្យខ្លាចនោះទេអ្នកណាអាក្រក់ជាអ្នកនោះទើបជាអ្នកខ្មាស់គេខ្ញុំមានទំនុកចិត្តលើសម្រស់របស់ខ្លួនឯងខ្លាំងណាស់បងស្រីបងក៏ចាំខ្ញុំនៅទីនេះសិនចុះកម្មវិធីចាប់ផ្ដើមថតហើយខ្ញុំទៅមើលកូកូត្រៀមខ្លួនអស់ណាស់ហើយមានអ្វីល្អមើលទៅមនុស្សក្បត់ចិត្តនឹងការពណ៌សតូចកំពុងតែត្រូវគ្នាខ្លាំងណាស់ពេលនេះច្បាស់ជាស្អិតរមួតជាមួយគ្នាហើយតើកូកូនិងចៅលៀនបងស្រីច្បាស់ជាយល់ច្រឡំហើយកូកូបានបញ្យល់ខ្ញុំហើយគឺសារព័ត៌មានចុះផ្សាយផ្ដេសផ្ដាស់ទេមុនពេលចាប់ផ្ដើមថតមានសិក្ខាកាមម្នាក់ជួបអររយៈឲ្យដកខ្លួនចេញបណ្ដាលអ្នកដំណើរកម្មវិធីត្រូវរកមនុស្សមកជំនួសជាបន្ទាន់ពេលនេះរកមនុស្សមកការងារមានកន្លែងតែមួយពីពីដំបូងមានតែត្រូវខំម្នាក់សិនហើយចាំពីទី3សម្រាប់មនុស្សមកជំនួសក៏មិនទាន់ជាពេលដែរតើកើតអីនឹងតើខាងក្រោមបង្គាប់ឯងមានអ្នកដែលអាចមកជំនួសភ្លាមបានទេមានសិក្ខាកាមម្នាក់ជួបឧបទ្ទវហេតុតាមផ្លូវមកមិនទាន់ទេចង់រកមនុស្សមកជំនួសតំណែងគេនាងមិនមែនជាមនុស្សដែលឯងនាំមកទេអីឲ្យនាងឡើងជំនួសទៅប្រឈមមុខនឹងបញ្ហាមែនទេមើលទៅហាក់ដូចជាគ្មានបញ្ហាអីសោះមិនមែនទេលោកដឹកនាំនាងមិនមែនជាអ្នកនៅក្នុងរបងសិល្បៈទេខ្ញុំអាចឡើងជំនួសបានទោះបីជាខ្ញុំមិនចេះសម្ដែងតែខ្ញុំនឹងព្យាយាមឲ្យអស់ពីសមត្ថភាពបងស្រីតាមពិតបងមិនចាំបាច់ធ្វើបែបនេះទេយ៉ាងណាក៏ដោយខ្ញុំគ្រាន់តែមកជំនួសជាបណ្ដោះអាសន្នប៉ុណ្ណោះសម្ដែងចេញមកបែបណាក៏មិនត្រូវតែចង់ក្រុមឡើងវិញអាចចែកក្រុមជាមួយមនុស្សក្បត់ចិត្តនិងផ្កាពណ៌ស្តូចនៅក្នុងក្រុមតែមួយនោះតែគួរឲ្យចាប់អារម្មណ៍ខ្លាំងឡើងមិនខានអ្នករាល់គ្នាត្រៀមខ្លួនរួចរាល់ហើយឬនៅក្រុមការងារពិតជាមិនអន់មែនតែនាងមិនលេចមកពីណាអញ្ចឹងចង់មកចង់ស៊ីជាមួយខ្ញុំមែនទេសម្រាប់នឹងចរិតលក្ខណៈសិតតែឲ្យជាងខ្ញុំទៅទីមកកម្មវិធីចង់ស្រីបានសម្រាប់ខ្ញុំមិនខាងណាមែនហើយផ្កាពណ៌ស្តូចចង់ចូលមកចិត្តស្និទ្ធឲ្យមកនេះមកខ្លាចអីប្រឈមមុខនឹងមនុស្សប្រភេទនេះគឺត្រូវតែយកមន្តអាគមទៅកម្ចាត់មន្តអាគមអរគុណប្អូនស្រីប្អូនក៏ស្អាតមិនអន់ដែរបងស្រីស្អាតបែបនេះច្បាស់ជាមានអ្នកតាមស្រឡាញ់ច្រើនហើយមែនទេថ្ងៃនេះមកកំដរមិត្តភក្តិណាគេដែរទៅគ្មានទេនៅតែជាប្អូនស្រីដែលគួរឲ្យស្រឡាញ់ជាងឬថាមិត្តប្រុសដែលល្បីខាងព័ត៌មានអាស្រូវរបស់ប្អូនក៏នៅទីនេះដែរមែនទេខ្ញុំពិតជាចង់ដឹងណាស់ថាតើពួកប្អូនពិតជាស្រឡាញ់គ្នាពិតប្រាកដមែនឬអត់បងស្រីនិយាយអីអញ្ចឹងពួកយើងគ្រាន់តែជាមិត្តភក្តិធម្មតាប៉ុណ្ណោះសុទ្ធតែជាសារព័ត៌មានចុះផ្សាយផ្ដេសផ្ដាស់ទេខ្ញុំគិតថាពួកប្អូនពិតជាស័ក្តិសមគ្នាខ្លាំងណាស់តែតើមិនចង់អភិវឌ្ឍទៅជាស្នេហាពិតប្រាកដតែម្ដងទៅមែនទេយូម៉ុងឯងចង់ធ្វើស្អីនឹងតើភ្នែកឯងមិនសូវល្អមែនទេខ្ញុំណែនាំឲ្យឯងទៅពិនិត្យភ្នែកនៅមន្ទីរពេទ្យភ្នែកទៅចៅលៀនកំពុងតែនិយាយលេងជាមួយខ្ញុំសោះតើពាក់ព័ន្ធអីជាមួយយូម៉ុងដែរនាងមិនអីទេគឺល្អហើយមិនបាច់ខ្វល់ខ្វាយជាមួយពួកគេច្រើនពេកទេតើមានន័យថាម៉េចដែលថាមិនចាំបាច់និយាយជាមួយពួកយើងមិនដឹងថាអ្នកជាអ្នកណាផងស្រាប់តែអ្នករត់មករឿងពួកយើងតែគ្មានហេតុផលគិត
ថាពួកយើងងាយរងគ្រោះមែនទេយូមិនគ្រប់គ្រងមនុស្សបងឲ្យល្អពិតជាមិនធ្លាប់ឃើញមនុស្សអត់ខ្មាញ់ចឹងសោះតើពីមុនសានមេស្រឡាញ់គេត្រង់ណាបាននិយាយពីរូបរាងវិញគឺចាញ់ហេលីអាន់សេឆ្ងាញ់ណាស់សូម្បីតែកម្លាំងក៏មិនអាចប្រៀបបានចំណែកអចរិតវិញកាន់តែយ៉ាប់បើកុំតែសានមេចំណាយធនធានលើគេកុំអីគេគ្មានបានការអ្វីឡើយខ្ញុំតាគួរទុកមនុស្សបែបនេះឲ្យនៅដល់ចូលឆ្នាំមែនទេតើមនុស្សរបស់ខ្ញុំមានឬអីមនុស្សរបស់ខ្ញុំនិយាយមិនពិតមែនទេអ្នកមិនសួរនាំឲ្យច្បាស់ក៏មករករឿងជេរពួកយើងតើអ្នកណាឲ្យអ្នកមានសិទ្ធអ្នកខ្វល់ពីគេខ្លាំងណាស់មិនមិនចាក់សោគេទុកក្នុងផ្ទះកុំឲ្យចេញមក ល្អបំផុតត្រូវសុំទោសខ្ញុំភ្លាមបើមិនចឹងទេខ្ញុំនឹងមិនលើកលែងឲ្យអ្នកទេ គឺអ្នកជាអ្នកនិយាយពីសំរុំមុនអ្នកដែលត្រូវសុំទោសគួរតែជាអ្នក ល្អណាស់កុំមកវល់ខ្ញុំ មិនទាន់ដល់ចំណុចដែលមិនអាចជួយសង្គ្រោះបានទេនៅក្នុងសាច់រឿងដើមពេលនោះខ្ញុំរត់គេចពីការរៀបការហើយត្រូវគ្រួសារបរិះអាក្រក់នោះបង្ខំឲ្យស្លាប់អត្តសញ្ញាណកូនស្រីខ្លាំងៗធ្វើឲ្យគ្រួសារមានបញ្ហាជាច្រើនសានមេរងការឈឺចាប់ក៏មិននិយាយអ្វីជាលទ្ធផលគូវាំងបានរកមនុស្សឲ្យបុកនាងស្លាប់ដោយផ្ទាល់ដំណឹងមរណភាពរបស់នាងនិងខ្ញុំមកដល់ផ្ទះស្ទើរតែដំណើរគ្នាចំពោះគ្រួសារវាគឺជាការវាយប្រហារទ្វេដងបរិះម្នាក់នោះនឹងសម្លាប់ខ្ញុំតើអ្នកចង់ស៊ើបអង្កេតខ្លួនឯងឬឲ្យបងប្រុសធំជួយស៊ើបអង្កេតបន្ទាប់ពីមើលរឿងដែលគេបានធ្វើប្រហែលឆ្នាំនេះអ្នកសិនធ្វើការសម្រេចចិត្តជីវិតមិនមែនរលូនរហូតនោះទេចាញ់មានអ្វីត្រូវខ្លាចក្រាប់ឈរឲ្យបន្តដំណើរទៅមុខទៀតទៅខ្ញុំនឹងស៊ើបអង្កេតខ្លួនឯងខ្ញុំចង់លាតត្រដាងអ្វីៗទាំងអស់ដោយផ្ទាល់ដៃលុះត្រាតែបានឃើញការពិតរបស់គេផ្ទាល់ភ្នែកទើបខ្ញុំអាចកាត់ចិត្តនិងចាប់ផ្ដើមម្ដងទៀតបានខ្ញុំមិនអាចឲ្យអ្នក ខ្ញុំដឹងថាអ្នកមានខ្ញុំនៅក្នុងបេះដូងរបស់អ្នកហើយអ្នកក៏ដឹងថាខ្ញុំមានអ្នកនៅក្នុងបេះដូងរបស់ខ្ញុំដែរ ឲ្យអ្នកហត់តាំងការពិតបងស្រីពិតជាមនុស្សធម្មតាមែនមិនចេះសម្ដែងតតែសោះមែនហើយធ្វើមិនអាចប្រៀបនឹងអ្នកបានក្រៅពីគេងក៏តែងមុខពេញគិតថាពេលដេកក៏តែងមុខដែរមើលស្អីមិនធ្លាប់ឃើញមនុស្សស្អាតទេខ្ញុំគ្មានចំណាប់អារម្មណ៍លើអ្នកទេខ្ញុំមើលទៅអ្នកកម្ពស់ត្រឹមតែ 1.7 ម៉ែត្រទេដឹងខ្ញុំពាក់ស្បែកជើងកាញ់ចោលក៏ខ្ពស់ជាងអ្នកដែររូបរាងក៏ធម្មតាតែបែរជាអាយដលល្បីទៅវិញ ខ្ញុំកម្ពស់ 1.8 ម៉ែត្របាន 1.7 ម៉ែត្រពីណា ក៏ហត់អ្នកណាទោះបីជាអ្នករាយការណ៍កម្ពស់ខ្លាំងៗក៏មិនអាចកែប្រែការពិតដែលថាអ្នកមានរូបរាងតូចទាបបានដែរមនុស្សប្រុសតូចទាបបន្តិចមានបញ្ហាអីយ៉ាងណាក៏មនុស្សស្រីនៅក្បែរអ្នកមិនខ្វល់ដែរបងស្រីកុំនិយាយផ្ដេសផ្ដាស់ខ្ញុំនឹងគេពិតជាត្រឹមជាមិត្តភក្តិធម្មតាប៉ុណ្ណោះអូការពិតមិត្តភក្តិធម្មតាក៏អាចផ្អែកកន្លះខ្លួនលើអ្នកដទៃបានដែរថ្ងៃនេះបានរៀនសូត្រហើយគូវាំង ពួកយើងទៅជាមួយគ្នាទៅ ព្រះអើយខ្មាស់គេដល់ស្លាប់ហើយអនុញ្ញាតឲ្យខ្ញុំមករករុនដើម្បីពូនចុះ ស្អាតណាស់ លែងទៅភ្នែកមួយគូនេះមើលអ្នកណាក៏សតុនដែរប្រុសចង្រៃ ពួកគាត់រត់ទៅខមមិនក្រោមគណនីផ្លូវការដើម្បីធ្វើពហិការអ្នកមិនចូលចិត្តមនុស្សពីរនាក់នេះទេតែចង់ឲ្យខ្ញុំជួយទេរឿងនេះត្រូវតែឲ្យសានមីជាអ្នកដោះស្រាយដោយខ្លួនឯងយើងមិនចាំបាច់លូកដៃទេ ឥឡូវឲ្យតែខ្ញុំឃើញគេខ្ញុំមានអារម្មណ៍ថាខ្ពើមរអើមណាស់បើគេហ៊ានធ្វើរឿងទាំងនេះខ្ញុំក៏ហ៊ានទម្លាយដែរទុកឲ្យគេខូចគេឈ្មោះចុះមិនខាត់បងទេដែលខ្ញុំឲ្យឯកសារអាក្រក់ៗទាំងអស់ទៅអ្នកទីបំផុតបានដឹងខ្លួនហើយ ការរាប់ថយក្រោយនៃការថតភាគទី2គឺ30នាទីគ្រប់ក្រុមចាប់ផ្ដើមជ្រើសរើសសាច់រឿងខ្ញុំជ្រើសរើសសាច់រឿងសម័យទំនើប ខ្ញុំគិតថាមួយនេះមានការប្រកួតប្រជែងជាងខ្ញុំនឹងដើរតួជាមនុស្សអាក្រក់បំផុតតួអង្គផ្សេងទៀតពួកអ្នកជ្រើសរើសដោយខ្លួនឯងចុះខ្ញុំគិតថាអ្នកមានសក្តានុពលបើមិនទាន់បានចុះកងត្រាជាមួយក្រុមហ៊ុនទេអាចពិចារណាខាងខ្ញុំបានខ្ញុំព្រមអ្នកគិតឲ្យច្បាស់សិនចាំផ្ដល់ចម្លើយឲ្យខ្ញុំក៏មិនអីដែរញ៉ាំបាយសិនទៅអបអរសាទរផងរកបានកំណត់ហើយគេប្រកាសជាអាចជួយឲ្យអ្នករកលុយបានច្រើនសង្ឃឹមថាគេមិនមែនជាគូវាំងទី2ទេចុះក៏ក្រុមហ៊ុនឥឡូវកំពុងខ្វះមនុស្សខ្លាំងណាស់ក្រៅពីគេតើបងស្រីទី2មានណែនាំនរណាទៀតទេបើចង់បានអ្នកមានទេពកោសល្យតើតែរកមនុស្សធម្មតាដូចខ្លួនឯងឬទៅតាក់ទាញពីក្រុមហ៊ុនផ្សេងមើលទៅចង់សេនៅខាងមុខខាងឆ្វេងនោះអ្នកអាចសាកល្បងតាក់ទាញគេបានគេនិងលោកគ្រូជីគឺជាដៃគូចាស់តែបារម្ភថាឥឡូវម្នាក់និយាយពីមនោសញ្ចេតនាម្នាក់ទៀតនិយាយពីលុយប្រកាសជាត្រូវបែកគ្នាហើយលោកគ្រូសាច់រឿងដើមគឺល្អហើយហេតុអ្វីត្រូវតែបដូរឲ្យតួស្រីអាក្រក់លងស្រឡាញ់តួប្រុសតួស្រីអាក្រក់មិនអាចផ្ដោតលើការងាររបស់នាងបានទេអីតួស្រីអាក្រក់ត្រូវតែស្រឡាញ់តួប្រុសតើអ្នកណាកំណត់គឺមិនបដូរមែនទេអញ្ចឹងអ្នកសម្ដែងខ្លួនឯងទៅខ្ញុំមិនសម្ដែងរឿងសម្រាមនេះទេ ហៅក្រុមអ្នកនិពន្ធមកទីនេះបើសម្ដែងមិនបានក៏កុំសម្ដែងអ្នកជាតារាល្បីប៉ុណ្ណាហ៊ានរើសសាច់រឿងទៀត ខ្ញុំមិនមែនជាតារាល្បីទេតែខ្ញុំមានភ្នែកមានសោភ័ណភាពតួស្រីអាក្រក់ត្រូវតែស្រឡាញ់តួប្រុសនាងគឺជាតួអាក្រក់ពិតណាស់នាងមើលមិនឃើញតួប្រុសទេក្នុងក្រសែភ្នែកនាងមនុស្សប្រុសសុទ្ធតែជាសម្រាមយ៉ាងណាមិញមនុស្សដូចអ្នកខ្ញុំប្រកាសជាមើលមិនចូលភ្នែកទេតែអ្នកគួរតែឆ្លុះកញ្ចក់មើលខ្លួនឯងទេទោះបីជាគ្មានកញ្ចក់ក៏អាចនោមឆ្លុះមើលបានដែរអ្នកអាចចាត់ទុកខ្លួនឯងថាសង្ហាជាងគេលើលោកគ្មានអ្នកណាហាមអ្នកទេ ហេឡានស៊ីរ៉ានអ្នកហ៊ានធ្វើបាបគេខ្ញុំច្បាស់ជាសម្លាប់អ្នកមិនខាន ខ្ញុំទន្ទឹងរង់ចាំការវាយប្រហារដល់ស្លាប់របស់អ្នក
ដោយសារតែអ្នកមិនសម្លាប់ខ្ញុំថ្ងៃក្រោយខ្ញុំច្បាស់ជាសម្លាប់អ្នកមិនខានខ្ញុំឆ្ងល់ណាស់តើថ្ងៃនេះអ្នកនឹងរត់គេចដោយរបៀបណាចង់ជួយសង្គ្រោះគេភាពក្លាហានគួរឲ្យសរសើរបើអ្នកអាចរកបានតែម្នាក់តើអ្នកជ្រើសរើសនរណាអ្នកមិនអាចជ្រើសរើសបានទេឬនិយាយម្យ៉ាងទៀតអ្នកគ្រាន់តែចង់រកខ្លួនឯងគ្រាន់តែខ្លាចខូចគេឈ្មោះទើបមិនហ៊ាននិយាយតើបានផ្លាស់ប្ដូរសាច់រឿងទេមើលចាស់មនុស្សស្រីម្នាក់ដែលអ្នកស្រឡាញ់មនុស្សប្រុសម្នាក់ដែលជាបងប្អូនពួកគេមិនបានមើលឃើញពីភាពកខ្វក់នៅក្នុងចិត្តរបស់អ្នកទេពួកយើងទាំងអស់គ្នានឹងចេញទៅទាំងរស់កែបានល្អណាស់ត្រូវបន្តសម្ដែងទៀតបងប្អូនល្អមិនបាច់ខ្វល់ពីខ្ញុំទេខ្ញុំមានអាយុច្រើនគួរតែខ្ញុំជាអ្នករ៉ាប់រងទម្លាក់កំហុសទាំងអស់មកលើខ្ញុំទៅខ្ញុំទទួលទោសអ្នកគ្រាន់តែចេញមកលើកម្ពស់យុត្តិធម៌ទៅបានហើយខ្ញុំពិតជាមិនបន្ទោសអ្នកទេអ្នកប្រាប់ថាស្រឡាញ់ខ្ញុំតែបែរជាទៅតាក់ទងជាមួយនារីផ្សេងអ្នកប្រាប់ថាខ្ញុំជារឿងពិសេសទីបំផុតពេលសត្រូវមករកអ្នកដែលរងគ្រោះតែងតែជាខ្ញុំអ្នកកុំយំអីខ្ញុំស្រឡាញ់តែអ្នកម្នាក់គត់ពួកគេគ្រាន់តែជាប្អូនស្រីរបស់ខ្ញុំប៉ុណ្ណោះកុំរករឿងទៀតខ្ញុំយល់ព្រមរៀបការជាមួយអ្នកម្នាក់មិនទាន់គ្រប់គ្រាន់ទេឬសូម្បីតែប្អូនស្រីខ្ញុំក៏អ្នកមិនអាចអត់ឱនឲ្យបានដែរខ្ញុំប្រាប់ថានឹងរៀបការជាមួយអ្នកគឺពិតជារៀបការជាមួយអ្នកចេះគិតខ្លះបានទេសំលេងមកពីណាខ្ញុំសូមអង្វរអ្នកដោះលែងពួកគេទៅបើចង់សម្លាប់ខ្ញុំម្នាក់ទៅខ្ញុំពូកែយ៉ាងនេះការលះបង់ដើម្បីខ្ញុំគឺជាកិត្តិយសរបស់ពួកគេតើអ្នកណាកំពុងលេងសើចបងប្អូនដែលខ្ញុំចាត់ទុកដូចជាបងប្អូនបង្កើតនារីដែលខ្ញុំស្រឡាញ់បំផុតក្នុងបេះដូងខ្ញុំមិនបោះបង់អ្នកណាម្នាក់ចោលឡើយកុំសង្ឃឹមថានឹងបំបែកបំបាក់ឲ្យសោះបងប្អូនល្អពេលទទួលទោសជំនួសអ្នកពិតណាស់គឺជាបងប្អូនល្អមនុស្សជាទីស្រឡាញ់ក្នុងបេះដូងនារីស្អាតតែងតែគួរទទួលបានការយោគយល់ខ្លះមែនទេចំណាយមួយកម្រិតសមត្ថភាពដើម្បីថតសម្លេងឲ្យបានច្បាស់ពេលកំពុងហាត់សមបានគិតទុករួចរាល់ពេលកាយសាច់រឿងតួស្រីនិងតួប្រុសរងមិនព្រមធ្វើជាផ្ទាំងខាងក្រោយស្រាប់ហើយចៃដន្យក៏បណ្ដោយតាមនោះទៅល្អឥតខ្ចោះគ្មានអ្វីត្រូវនិយាយទេមែនទេមិនបន្តធ្វើពុតទៀតពួកគេត្រូវបានអ្នកបោកប្រាស់វិលវល់អស់ហើយខ្ញុំមិនយល់ថាអ្នកកំពុងនិយាយពីអ្វីទេរាល់ពាក្យដែលខ្ញុំនិយាយសុទ្ធតែចេញពីចិត្តស្មោះត្រង់តែមានតម្លៃប៉ុន្មានពួកគេមានប្រយោជន៍ចំពោះខ្ញុំទើបខ្ញុំគ្រាន់តែតបបន្តិចបន្តួចប៉ុណ្ណោះតាមពិតនេះហើយដែលហៅថាពុតត្បុតមិននឹកស្មានថាអាចសម្ដែងបែបនេះសោះពួកអ្នកពិតជាមិនចាំខ្ញុំមែនពួកអ្នកនិយាយពេញមាត់ថាជួយសង្គ្រោះប្រជាជនកាលពីពេលដែលវីគ្នាជាមួយបិសាចពស់ដុតបំផ្លាញភូមិទាំងមូលគ្រួសារខ្ញុំទាំងមូលបានស្លាប់ក្នុងភ្លើងឪពុកម្ដាយបងប្រុសនិងបងថ្លៃស្រីរបស់ខ្ញុំព្រមទាំងប្អូនប្រុសតូចរបស់ខ្ញុំគ្មាននរណាម្នាក់រស់រានមានជីវិតឡើយខ្ញុំដើរតតែរលត់ជើងឃ្លានបាយឡើងភ្នំដើម្បីទាមទារយុត្តិធម៌អ្នកលុតជង្គង់អង្វរឲ្យអ្នកផ្សេងទទួលទោសជំនួសអ្នកទីបំផុតគ្រាន់តែពិន័យអ្នកឲ្យបាយមុខចូលចិញ្ចាំងពិចារណាកំហុសជីវិតមនុស្សរស់រវើកជាច្រើននៅក្នុងក្រសែភ្នែកអ្នកបដិបត្តិធម៌ដូចជាពួកអ្នកគឺគ្មានតម្លៃអ្វីទាល់តែសោះថែមទាំងចង់សម្លាប់ខ្ញុំបំបត្តិមាត់ទៀតការពិតគឺអ្នកជាមនុស្សដែលនៅសេសសល់គឺបងប្រុសនិងប្អូនស្រីដែលសម្លាប់ដោយសារជាមួយខ្ញុំប្អូនប្រុសកាលនោះគឺអ្នកដែលវាយគ្នាជាមួយបិសាចពួកដោយមិនខ្វល់ពីជីវិតប្រជាជនទីបំផុតគឺខ្ញុំដែលទៅទទួលទោសបែរមុខចូលចិញ្ចាំងជំនួសអ្នកខ្ញុំថែមទាំងត្រូវលោកគ្រូស្ដីបន្ទោសនិងដាក់វិន័យអ្នកដែលជាជនល្មើសបែរជាគ្មានរឿងអ្វីទាល់តែសោះផ្អែកលើអ្វីពួកអ្នកឈួតឲ្យមែនទេនាងបិសាចនៅខាងលើនេះពួកអ្នកមិនវាយនាងទេបែរជាមកប្រកែកជាមួយខ្ញុំពីរឿងទាំងនេះទៅវិញពួកយើងនឹងរាយការណ៍ទៅសាលាថាអ្នកស្លាប់ក្រោមដៃនាងបិសាចពួកយើងអាចធ្វើជាសាក្សីឲ្យអ្នកគ្រាន់តែទៅស្លាប់ដោយស្រួលទៅបានហើយមិត្តស្រីសំណប់ចិត្តរបស់អ្នកទាំងនោះមិនយូរប៉ុន្មានក៏ភ្លេចអ្នកហើយនៅលើโลกនេះមានមនុស្សប្រុសជើងពីរច្រើនណាស់តើអ្នកមានអ្វីពិសេសទៅខ្ញុំចូលចិត្តឈុតឆាកនេះពិតជាសោកស្ដាយណាស់ដែលស្លាប់ងាយបែបនេះនៅមានរឿងជាច្រើនទៀតដែលមិនទាន់និយាយចប់សាច់រឿងគឺថ្មីណាស់ធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍អ្នកទាំងអស់គ្នាសម្ដែងបានល្អណាស់ខ្ញុំឮថាដំបូងឡើយអ្នកមិនពេញចិត្តនឹងសាច់រឿងដែលបានកែប្រែទេបន្ទាប់មកក៏កែប្រែម្ដងទៀតប៉ុន្តែអ្វីដែលបានសម្ដែងអំបញ្ញមិញហាក់ដូចជាមិនមែនជាកំណាយចុងក្រោយដែលបានសម្ដែងនោះទេតើវាជាការសម្ដែងភ្លាមមែនទេពិតណាស់ខ្ញុំជឿថាអ្នកទាំងអស់គ្នាជាអ្នកសម្ដែងដ៏ល្អប្រកាសជាអាចបន្តសាច់រឿងបានទីបំផុតសម្ដែងចប់ហើយគ្រាន់តែប្រាប់អ្នកទាំងអស់គ្នាទុកជាមុនពេលទម្លាយរឿងអាក្រក់របស់បរិសអាក្រក់នោះអ្នកទាំងអស់គ្នាកុំភ្ញាក់ផ្អើលពេកទៅបានហើយអបអរសាទរ
បងស្រីយូអ៊ីថ្ងៃនេះអ្នកទទួលបានចំណាត់ថ្នាក់លេខ1ហើយបន្តិចទៀតពេលជ្រើសរើសមិត្តរួមក្រុមតើអ្នកនៅតែជ្រើសរើសខ្ញុំទេខ្ញុំប្រកាសជាមិនធ្វើឲ្យអ្នកបាត់មុខទេខ្ញុំនឹងសម្ដែងឲ្យបានល្អគ្មានអ្វីត្រូវនិយាយទេមែនទេមិនបន្តធ្វើពុតទៀតពួកគេត្រូវបានអ្នកបោកប្រាស់វិលវល់អស់ហើយកុងត្រារបស់គូវ៉ាងផុតកំណត់ហើយគេលែងជាតារារបស់ក្រុមហ៊ុនទៀតហើយអាឡូយូម៉េងអ្នកប្រញាប់ធ្វើទំនាក់ទំនងសាធារណៈទៅនិយាយថាទាំងនេះសុទ្ធតែជារបស់คล้ายឬមិនคล้ายខ្លួនអ្នកដឹងច្បាស់ហើយកុងត្រាមិនទាន់ផុតកំណត់ទេមេធាវីនឹងមករកអ្នកទាមទារសំណងខ្ញុំដឹងថាអ្នកមានទ្រព្យសម្បត្តិប៉ុន្មានអ្នកអាចសងបានអ្នកយូម៉េងតើអ្នកចង់ធ្វើយ៉ាងម៉េចអ្នកត្រូវបានខ្ញុំបោះចោលហើយសម្រាប់គួរតែនៅក្នុងធុងសម្រាមពីមុនខ្វាក់ភ្នែកទៅស្រឡាញ់អ្នកឥឡូវគិតទៅមានអារម្មណ៍ថាខ្មាស់គេណាស់យូម៉េងអ្នកទៅធាក់ម៉ាស៊ីនដេកឲ្យស្រួលទៅបងស្រីទី2ដ៏ល្អរបស់ខ្ញុំអ្នកប្រាប់ថាស៊ូឈីងជូមានសក្តានុពលទើបខ្ញុំចុះកុងត្រាអ្នកមិនអាចមិនខ្វល់ទេអ្នកនាំនាងពី3វគ្គដើម្បីបង្កើនភាពល្បីល្បាញបានទេល្អទេបានហើយផៃខ្ញុំសន្យានឹងអ្នកបងស្រីឆាប់មើលទៅគេបង្ហោះម៉ូតសក់ថ្មីហើយមើលទៅដូចជាមនុស្សផ្សេងចឹងមែនទេមិនអន់ទេបងស្រីដល់ហើយត្រូវចុះពីឡានហើយលើពីនេះប្រហែលលាននេះមិនមែនខ្ញុំគ្មានលទ្ធភាពបងឯណាចាំបាច់ត្រូវមកធ្វើការយ៉ាងនេះមែនទេនៅមិនទាន់មកជួយគ្រាខ្ញុំចុះពីអង្រឹងទៀតសូមយើងម្ចាស់ក្សត្រីចុះពីឡានយ៉ាងសេនិងតារារបស់គេឆ្លោះគ្នាប្រហែលជាចិត្តចេញសេចក្តីថ្លែងការណ៍ឲ្យមែនទេគឺប្រហែលជា1 ឬ 2ថ្ងៃនេះហើយស៊ូឆេងជូមកទីនេះមកខ្ញុំនឹងសម្ដែងជាកូនស្រីអ្នកមានដែលស្លាប់នោះគ្រាន់តែដេកទៅបានហើយតួអង្គផ្សេងទៀតពួកអ្នកបែងចែកគ្នាទៅកែប្រែពាក់កណ្ដាលក្រោយទាំងស្រុងតែម្ដងទៅធ្វើឲ្យទស្សនិកជនទេមិនត្រូវថានរណាជាឃាតកៈមិនល្អទេឬបងស្រីចេញពីធ្វើការហើយពួកយើងគួរតែត្រឡប់ទៅវិញហើយមិនបាច់ប្រញាប់ទេរងចាំបន្តិចទៀតតាមពិតរឿងគួរតែកាត់ឡើងតាំងពីម្សិលមិញប៉ុន្តែតារានោះស្ទាក់ស្ទើរថ្ងៃនេះទីបំផុតក៏សម្រេចចិត្តទីបញ្ចប់ដើមគឺតារានោះទទួលបានជោគជ័យយ៉ាងសេខេប្រាប់ការពិតដល់ប្រពន្ធទ្រាំមិនបានក៏បាក់ទឹកចិត្តរហូតដល់លែងលះគ្នាក្រោយពីយ៉ាងសេលែងលះតារានោះនៅតែតាមរំខានយ៉ាងសេទ្រាំមិនបានក៏ធ្វើអត្តឃាតតារានោះក៏ធ្វើអត្តឃាតតាមដែរថ្ងៃនេះត្រូវតែបញ្ឈប់វាសួស្ដីតើអាចជួយឆែកមើលថាមិត្តភ័ក្តិរបស់ខ្ញុំយ៉ាងសេនៅបន្ទប់ណាបានទេសុំទោសពួកយើងមិនអាចបញ្ចេញឯកជនភាពរបស់ភ្ញៀវបានទេតើអ្នករកទីនេះឃើញដោយរបៀបណាមានរឿងអ្វីមែនទេលោកគ្រូតារ៉េសំដែងអ្នកក៏ជារៀមច្បងដែលទទួលបានជោគជ័យម្នាក់ដែរហេតុអ្វីបានជាអាចធ្វើរឿងបែបនេះបានបងចាំងមានប្រពន្ធហើយអ្នកធ្វើការជាមួយគ្នា10ឆ្នាំមកហើយអ្នកធ្វើបែបនេះនឹងបំផ្លាញជីវិតគេមួយជីវិតហើយពួកអ្នកដឹងអស់ហើយខ្ញុំក៏មិនចង់ឲ្យទៅជាបែបនេះដែររយៈពេលយូរមកនេះខ្ញុំទ្រាំមិនបានពេលឃើញគេសើចនៅចំពោះមុខខ្ញុំរាល់ថ្ងៃតែខ្ញុំអាចត្រឹមតែធ្វើជាមិត្តរួមការងារខ្ញុំដឹងថាគេមានប្រពន្ធហើយខ្ញុំមិនបានចង់ទាមទារអ្វីនោះទេត្រឹមតែយប់នេះមកយប់ប៉ុណ្ណោះត្រឹមតែយប់នេះមកយប់រួចយ៉ាងម៉េចទៀតតើអ្នកពិតជាស្កប់ស្កល់មែនទេទោះបីជាយប់នេះបំផ្លាញជីវិតយ៉ាងសេមួយជីវិតក៏ដោយតើខ្ញុំអាចធ្វើយ៉ាងម៉េចខ្ញុំស្រឡាញ់គេ10ឆ្នាំហើយមើលគេរៀបការមានកូនតើសំបីតែសិតនិយាយថាស្រឡាញ់ខ្ញុំគ្មានផងឬខ្ញុំពិតជាស្រឡាញ់គេណាស់វាផ្ទុះខ្លាំងបែបនេះមែនទេអ្នកនិយាយត្រូវខ្ញុំមិនគួរធ្វើតាមអារម្មណ៍ឆេវឆាវទេអរគុណដែលអ្នកបានរៀបរៀងខ្ញុំបន្ទាប់ពីកម្មវិធីចប់ខ្ញុំនឹងទៅសារភាពកំហុសហើយក៏នឹងសុំទោសបងយ៉ាងផងដែរសុំទោសដែលធ្វើឲ្យមានការរំខានដល់អ្នកលោកគ្រូគិតយល់គឺល្អហើយអ្នកត្រឡប់ទៅវិញមុនទៅពួកយើងនឹងជូនបងយ៉ាងទៅផ្ទះយល់ព្រមរំខានអ្នកទាំងអស់គ្នាហើយរឿងគួរតែចប់ហើយមែនទេប្រកាសជាមិនទាន់ចប់ទេអារម្មណ៍ដែលលាក់ទុក10ឆ្នាំធ្វើមិនអាចរឿងនេះមិនអាចត្រឹមតែនិយាយពី3ម៉ាត់
អាចដោះស្រាយបាននោះទេយីរិននាងចូលចិត្តមានរឿងនៅពេលក្រោយគ្រាន់តែសម្ដែងឲ្យយើងមើលតែប៉ុណ្ណោះទោះបីជាពេលនេះនាងនៅស្ងៀមមែនតែថ្ងៃក្រោយច្បាស់ជានឹងធ្វើសកម្មភាពទៀតមិនខានអាឡូប្រពន្ធរបស់ចាំងសើមែនទេខ្ញុំគឺយូមែនថ្ងៃនេះចាំងសើគាត់ញ៉ាំស្រាស្រស់ហើយខ្ញុំបានឲ្យមិត្តភ័ក្តិជូនគាត់ទៅវិញហើយបងចាំងគ្រាន់តែស្រវឹងទេដេកមួយផ្លែតទៅមិនអីទេបងថ្លៃក៏បារម្ភអីអរគុណអ្នកទាំងអស់គ្នាណានៅញ៉ាំបាយសិនទៅខ្ញុំជិតធ្វើម្ហូបរួចហើយបងចាំងថ្មីនេះមានសម្ពាធច្រើនអ្នកត្រូវប្រាប់គាត់ឲ្យសម្រាប់ឲ្យបានច្រើនហើយចំណាយពេលជាមួយអ្នកនឹងកូនឲ្យបានច្រើនផងខ្ញុំដឹងហើយអរគុណដែលបានរំលឹកអ្នកទាំងអស់គ្នានៅញ៉ាំបាយសិនទៅមិនអីទេពួកយើងមករំខានទៀតទេតោះទៅលាហើយបងស្រីមានតែធ្វើចង់1000ថ្ងៃគ្មានអ្នកណាការពារចង់1000ថ្ងៃទេខ្ញុំត្រូវទៅរកវិធីដើម្បីឲ្យយីរិនដឹងពីភាពខ្លាំងរបស់ខ្ញុំខ្ញុំចង់កែអត្ថបទរឿងឡើងវិញកែរួចអាចនឹងលទ្ធផលមិនល្អអ្នកទាំងអស់គ្នាគិតយ៉ាងណាដែរកាយទៅចង់កាយក៏កាយទៅលទ្ធផលមិនសំខាន់ទេបងចាំងបងប្រកាសជាមិនអាចបន្តសហការជាមួយយីរិនទៀតទេតើបងមានចំណាប់អារម្មណ៍មកក្រុមហ៊ុនយើងទេរឿងប្រាក់ខែអាចពិភាក្សាបានខ្ញុំមិនមែនចង់បានការតបស្នងទេគ្រាន់តែផ្ដល់ជំរឿសមួយឲ្យបងប្រកាសយ៉ាងនេះប្រកាសជាមានអនាគតល្អជាងនេះមិនខានការកិច្ចវេះមិនមែនជាដំណោះស្រាយទេតែងតែមានវិធីដោះស្រាយមិនក៏គេងលក់អញ្ចឹងទៅលុបមុខឲ្យស្វាងបន្តិចទៅជល់ព្រមសុទ្ធតែពណ៌សលោកប្រុសលីនសូមគោរពអ្នកស្លាប់ផងយីអ្នកស្លាប់ស្អីទៅគេនឹងស្លាប់បានល្អតាមុខមាត់ក៏សមរម្យគួរឲ្យស្ដាយខ្ញុំមិនទាន់បានសាក់លបងផងលោកប្រុសលីនទោះយ៉ាងណាក៏លោកជាគូដណ្ដឹងរបស់នាងដែរមិនក៏និយាយបែបនេះអ្នកណាចង់បានគូដណ្ដឹងម្នាក់នេះអ្នកនាងទី2អ្នកនាងធំមានខ្ញុំយាមហើយអ្នកនាងមិនបាច់មកដោយផ្ទាល់ទេស្លាប់ហើយនៅមិនឲ្យគេបានសុខទៀតអ្នកនាងទី2ខ្ញុំនិយាយខុសមែនទេស្លាប់ហើយនៅអាចតាក់ទាញអ្នកទាំងអស់គ្នាមកកណ្ដាលយប់ទៀតពិតជាពូកែណាស់យាមយប់មានអ្នកបម្រើហើយចុះអ្នកទាំងអស់គ្នាមកធ្វើអីខ្ញុំមិនមែនជាគូដណ្ដឹងនាងទេឬគ្រាន់តែមកមើលតើមានបញ្ហាអ្វីគូដណ្ដឹងលោកជាគូដណ្ដឹងមានមុខមាត់និយាយទៀតឬបងស្រីធំគឺស្លាប់នៅលើគ្រែទាំងសម្លៀកបំពាក់មិនរៀបរយទេអ្នកនាងទី2អ្នកនាងធំយ៉ាងណាក៏ជាបងស្រីអ្នកនាងដែរមិនក៏អ្នកនាងនិយាយបែបនេះខ្ញុំមិនមានមុខកាលពីមុនមិនដឹងជាអ្នកណាដែលលួចតាក់ទងខ្ញុំពីក្រោយខ្នងបងស្រីអញទេចុះវាមានបញ្ហាអីអាចត្រូវខ្ញុំតាក់ទងបានបញ្ជាក់ថាលោកក៏មិនមានអ្វីអស្ចារ្យដែរអ្នកទាំងអស់គ្នាអាចគោរពអ្នកស្លាប់បន្តិចបានទេលោកពិតជាច្បាស់ណាស់ថាចោរដែលសម្លាប់នាងនោះមិនមែនជាខ្ញុំមែនទេបើជាលោកនាងក៏មិនស្លាប់ដែរខ្ញុំសង្ឃឹមថាជាខ្ញុំមិនទាន់បានភ្លក់រសជាតិរបស់នាងខ្ញុំមិនអស់ចិត្តទេលោកពិតជាសម្រាប់មែនខ្ញុំធ្លាប់គិតចង់ឲ្យបងប្អូននាងទាំងពីររៀបការជាមួយខ្ញុំហើយប្រចាំខ្ញុំគួរឲ្យស្ដាយដែលនាងស្លាប់ហើយបើមិនចឹងទេអ្នកនាងអាចជំនួសនាងបានអញ្ចឹងពិតជាលោកមែនទេដែលសម្លាប់អ្នកនាងធំយកលោកមេការចង់សងសឹកឲ្យអ្នកនាងធំមែនទេអ្នកនាងធំខ្ញុំមើលការខុសត្រូវនាងតាំងពីតូចមកខ្ញុំច្បាស់ជាសងសឹកឲ្យនាងលោកប្រុសលីនតើលោកជាអ្នកធ្វើមែនទេឬមួយជាអ្នកនាងទី2អ្នកនាងតែងតែចំណាយបងស្រីអ្នកនាងមិនចង់ឃើញនាងបានល្អអ្នកទាំងពីរបានតាក់ទងគ្នាយូរហើយសម្រាប់នាងហើយនៅចង់ទម្លាក់កំហុសឲ្យនាងទៀតខ្ញុំមិនអនុញ្ញាតទេដាច់ខាតមិនអនុញ្ញាតខ្ញុំត្រូវតែសម្លាប់អ្នកទាំងអស់គ្នាខ្ញុំត្រូវសងសឹកឲ្យអ្នកនាងធំ
អ្នកដែលសម្លាប់ខ្ញុំមិនមែនជាលោកទេឬ នាងជាមនុស្សឬជាខ្មោច ច្បាស់ណាស់ថាជាលោកដែលប្រើឈ្មោះថាស្រឡាញ់ខ្ញុំហើយបណ្ដេញគូដណ្ដឹងខ្ញុំចេញមិនឲ្យខ្ញុំលេងជាមួយប្អូនស្រីខ្ញុំទុកខ្ញុំនៅម្នាក់ឯងឃុំឃាំងខ្ញុំធ្វើឲ្យខ្ញុំពឹងផ្អែកតែលើលោកមិនចឹងទេឬ មិនមែនបែបនេះទេគឺគេក្បត់នាងមុនខ្ញុំគ្រាន់តែមិនចង់ឲ្យនាងខូចចិត្តគេមិនស័ក្តិសមនឹងនាងទេខ្ញុំធ្វើនេះដើម្បីសេចក្តីសុខរបស់នាងទេ ទេលោកគ្រាន់តែបំពេញចំណងខ្លួនឯងប៉ុណ្ណោះក្តីស្រឡាញ់របស់លោកធ្វើឲ្យខ្ញុំថប់ដង្ហើម ខ្ញុំមិនចង់បំផ្លាញនាងទេខ្ញុំមិនចង់សម្លាប់នាងទេខ្ញុំពិតជាស្រឡាញ់នាងណាស់ខ្ញុំស្រឡាញ់នាងជាងអ្នកណាទាំងអស់តើខ្ញុំមានកំហុសអី អញ្ចឹងលោកក៏បំផ្លាញខ្ញុំក្នុងពេលជិតដល់ថ្ងៃរៀបការរបស់ខ្ញុំលោកក៏បំផ្លាញព្រហ្មចារីរបស់ខ្ញុំហើយសម្រាប់ខ្ញុំមែនទេ លោកក៏ដឹងថានឹងមានផលវិបាកអ្វីខ្លះតែលោកនៅតែធ្វើដែលប្រើឈ្មោះក្តីស្រឡាញ់មកធ្វើបាបអ្នកដទៃក្តីស្រឡាញ់របស់លោកពិតជាគួរឲ្យខ្ពើមណាស់ហើយថែមទាំងបង្ខំនាងឲ្យស្លាប់ទៀត ខ្ញុំនឹងអង្ស្រែការចេញពីម្នាក់តែមួយលោកតែរៀបពួកយើងអត់គេនឹងគូដណ្ដឹងស្គាល់គ្នាតាំងពីតូចជិតរៀបការលោកឃើញកភ័យចុងក្រោយក៏ខ្លាចជាបែបនេះ ខ្ញុំមិនចង់សម្លាប់នាងទេខ្ញុំពិតជាស្រឡាញ់នាងមែន លោកដោយសារតែក្តីស្រឡាញ់ដល់វិកលចរិតនេះបានខ្លាចទៅជាបិសាចទោះបីជាថ្ងៃនោះខ្ញុំនៅរស់ក៏មិនអាចរស់នៅបានទៀតដែរខ្ញុំមានតែស្លាប់មិនឲ្យខកបំណងគូដណ្ដឹងមិនឲ្យខកបំណងប្អូនស្រីហើយក៏មិនជំពាក់គុណការចិញ្ចឹមបីបាច់របស់លោកដែរបងចាំខ្ញុំសូមអញ្ជើញបងម្ដងទៀតសង្ឃឹមថាបងនឹងពិចារណាឲ្យបានច្បាស់លាស់ យីជាកូនឈើដ៏ល្អមួយហេតុអ្វីបានជាអ្នកមិនចុះកងត្រាជាមួយនាងកូនឈើល្អយ៉ាងនេះអ្នកប្រកាសជាមិនចង់ឲ្យគេដណ្ដើមយកទេមែនទេឲ្យខ្ញុំនាំនាងទៅខ្ញុំនឹងលេចឈប់ពីការងារមកទីនេះ ព្រមព្រៀងគ្នាហើយ រងចាំដំណឹងល្អពីអ្នក មានរឿងអីឡំទៅនិយាយគ្នានៅផ្ទះទៅអ្នកធ្វើបែបនេះមិនខ្វះគេទេឬបងស្រីខ្ញុំចង់ពិភាក្សារឿងមួយជាមួយបងស្រីចាំងសើយល់ព្រមមកហើយប៉ុន្តែគាត់មានលក្ខខណ្ឌមួយលក្ខខណ្ឌអ្វីចុះកុំត្រាំជាមួយអ្នកគាត់នឹងនាំអ្នកទៅអ្នកយល់ព្រមហើយដូច្នេះចូលមកធ្វើការជាមួយខ្ញុំនោះគឺជាអ្នកគ្រប់គ្រងដ៏ឆ្នើមមាសចាំងសើបងស្រីសុំទ្រាំចុះកុងត្រាមួយទៅល្អទេបងស្រីសុំចុះកុងត្រាទៅខ្ញុំគ្រាន់តែជាអ្នកបន្ថែមបណ្ដោះអាសន្នទេអ្នកចង់ឲ្យខ្ញុំចុះកុងត្រាចូលក្នុងវិស័យកំសាន្តខួរក្បាលអ្នកមានបញ្ហាមែនទេខ្ញុំនឹងហៅបងថមមកគ្រប់គ្រងណាកុំអីបងស្រីគ្រាន់តែដាក់ឈ្មោះក៏បានដែរជារៀងរាល់ខែនៅតែបើកប្រាក់ខែឲ្យអ្នកគឺចំណេញណា មិនបាច់ទៅធ្វើការក៏បានលុយស្ដាប់ទៅមិនអាក្រក់ទេអ្នកណាមិនចង់បានលុយច្រើនទៅ បងប្អូនទាំងពីរអ្នកនេះពួកយើងទាញចាំងសើមកខ្ញុំនឹងចែកភាគហ៊ុនក្រុមហ៊ុនឲ្យអ្នកដេកចាំទទួលលុយមិនល្អទេអីថ្ងៃក្រោយរៀងរាល់ខែខ្ញុំនឹងជូនកាបូបមួយថ្មីបំផុតមួយឲ្យអ្នកយល់យ៉ាងណាដែរកាបូបមួយថ្មីបំផុតចង់មកទិញទឹកចិត្តខ្ញុំឬកាត់ខ្មៅ limited សិតតែនៅនឹងខ្ញុំខ្វះកាបូបមែនទេគួរតែយកអ្វីដែលជាក់ស្ដែងបន្តិចគ្រឿងអលង្ការមកអញ្ចឹងថ្ងៃក្រោយរៀងរាល់ខែជូនគ្រឿងអលង្ការមួយឈុតឲ្យអ្នកបានទេសម្លៀកបំពាក់សម្រាប់ចូលរួមកម្មវិធីរបស់អ្នកខ្ញុំនឹងរ៉ាប់រងទាំងអស់កាត់ដេរតាមទំហំខ្លួនមកទំនើបបងស្រីពិចារណាមើលនេះទៅសំរុំនិយាយគ្នាឲ្យហើយខ្ញុំគ្រាន់តែយកលុយមិនប្រកាសថាធ្វើការទេគ្មានបញ្ហាខ្ញុំនឹងរៀបចំកិច្ចសន្យាភ្លាមយេអេហត់ក៏មិនបាច់ថតទៀតទេពួកយើងមិនខ្វះលុយទេខ្ញុំយល់ព្រមនឹងប្អូនស្រីទី3ចុះកុងត្រាចូលក្រុមហ៊ុននាងហើយ អូនចូលចិត្តសម្ដែងខ្ញុំមានធនធានស្រាប់តែម្ដង ទាំងសង្ហាទាំងមានលុយអារម្មណ៍ក៏នឹងណូឥឡូវបាយជាប្តីខ្ញុំទៅវិញ ឃ្លានឬនៅចង់ញ៉ាំអី មីសុទ្ធពេញប៉ោះបន្ថែមតៅហ៊ូឆាមួយចានទៀតមិនចូលចិត្តញ៉ាំគឺជាការខាត់បងរបស់អ្នកហើយដែលរំលងរបស់ឆ្ងាញ់បែបនេះ អូនចូលក្នុងវិស័យកំសាន្តបងគ្រប់គ្រងប៉ុន្តែមានរឿងខ្លះមិនអាចទទួលថតទេអូនជាមនុស្សមានប្តីហើយត្រូវប្រយ័ត្នសុវត្ថិភាពនិងព្រំដែន យល់ព្រមខ្ញុំដឹងហើយមិនក៏មានអារម្មណ៍ដូចជាគាត់កំពុងសារភាពស្នេហ៍អញ្ចឹងអ្នកណាអាចទ្រាំបានទៅចង់ស្ទាបក្បាលចង់ស្ទាបសាច់ដុំពោះចង់ថាគាត់ បងមានន័យថាអូនស្និទ្ធស្នាលជាមួយប្រុសផ្សេងបងនឹងប្រច័ណ្ឌអូនរបួសបងនឹងបារម្ភដូច្នេះកុំមើលអ្នកផ្សេងអីបានទេ គាត់កំពុងតាក់ទាញខ្ញុំប្រកាសជាតាក់ទាញខ្ញុំហើយប្រុសបិសាចម្នាក់នេះញ៉ាំឆ្អែតហើយឡើងទៅដេកវិញហើយរាត្រីសួស្តីកញ្ញាយីថតចប់ហើយទៅញ៉ាំមកកៅជាមួយគ្នាល្អទេ មិនបានទេខ្ញុំរៀបការហើយបងថ្លៃមានគេលួចជីចិញ្ចាំងហើយ សុំទោសចាត់ទុកថាពាក្យដែលខ្ញុំទើបតែនិយាយមិញនេះមិនបាននិយាយចុះទើបតែរៀបការសោះក៏មានគេមកលួចជីចិញ្ចាំងទៅហើយតែខ្ញុំជាប្តីពេញច្បាប់បែរជាមិនមានវត្តមាន
ថ្ងៃស្អែកពួកយើងទៅកម្មវិធីចុះសួរសុខទុក្ខអ្នករៀបចំកាដូឲ្យបុគ្គលិកទាំងអស់ឲ្យហើយទៅមិនអាចរិះត្បើយយល់ព្រមថៅកែធានាថារៀបចំបានល្អហឺលៀនសឺ ប៉ាម្ចាស់ជំនួយមកពីណាមិននឹកស្មានថាក្មេងយ៉ាងនេះសោះមិនក៏បងមកទីនេះពីមុនមើលប្រឡំលោកឃើញនឹងតកែធំចុះសួរសុខទុក្ខបែបនេះខ្ញុំមកភើបញញឹមបាត់មាត់មិនចិត្តទេដល់វិញខ្លួនឯងមិនក៏មានតែភាពអាម៉ាស់ទៅវិញដៃជើងមិនដឹងទុកនៅណាទេផ្នែកច្រើនយ៉ាងនេះសម្លឹងមើលពិបាកទ្រាំណាស់ ការងាររវល់ចប់ហើយក៏មកសួរសុខទុក្ខបងនឹកអូន ចុយអ្នកផ្សេងនិយាយពាក្យបែបនេះសិតតែមានអារម្មណ៍ថារអិលហេតុអ្វីគាត់និយាយចេញមកបែរជាលុយម្លេះប៉ុន្តែអារម្មណ៍ដែលត្រូវគេចាំរោមមើលដូចស្វានេះខ្ញុំអាចស្លាប់បានតែគាត់មិនអាចស្លាប់ក្នុងសង្គមទេ អគ្គនាយករបស់យើងថែមទាំងបាននាំយកកាដូមកសួរសុខទុក្ខអ្នកទាំងអស់គ្នាទៀតផងឥឡូវនេះនឹងចែកជូនអ្នកទាំងអស់គ្នា ខ្ជះខ្ជាយពេកហើយមកសួរសុខទុក្ខគ្មានបញ្ហាទេជូនកាដូក៏គ្មានបញ្ហាដែរហេតុអ្វីត្រូវជូនឲ្យមនុស្សដែលខ្ញុំស្អប់ទៅវិញសូម្បីតែសម្រាប់ដែលខ្ញុំបោះចោលក៏មិនចង់ឲ្យគេចំណេញដែរកុំថាឡើយកាបូបមកល្បីថ្លៃយ៉ាងនេះអ្នកទាំងអស់គ្នាជាមិត្តរួមការងារ ជូនកាដូតូចតាចទុកជាការគោរពលើកលែងតែនាងចេញ មិនមែនជាកាដូដែលអ្នកជូនទេមានសិទ្ធិអីយកត្រឡប់ទៅវិញបងប្រុសម្នាក់នេះមើលចុះថានាងរិះប៉ុណ្ណាខ្ញុំមិនដឹងថាបានធ្វើអីខុសចំពោះបងស្រីទេពីមុនមកក៏តែងតែប្រឆាំងនឹងខ្ញុំឥឡូវសូម្បីតែកាដូក៏មិនអត់ខ្ញុំដែរប្រុសចង្រៃមិនមែនចាប់អារម្មណ៍ស្រីចាស់នេះទេដឹងរងាប់បន្តិចហើយបើមិនឈប់ទេប្រយ័ត្នមកចាំកាប់កញ្ញាំដៃឯងមិនឲ្យតែអ្នកអាចធ្វើអីបានរបស់ខ្ញុំមានសិទ្ធិអីឲ្យអ្នករបស់ស្អីជារបស់អ្នកច្បាស់ណាស់ថាជារបស់បងប្រុសម្នាក់នេះមែនទេបងប្រុសសម្លាញ់ ក្មេងល្អរបស់បងក៏ជារបស់អូនដែរអូនថាមិនឲ្យគឺមិនឲ្យ លឺទេកាបូបគឺជារបស់ខ្ញុំចាំបានក៏យកលុយមកទិញមកគ្រាន់តែកាបូបមួយសោះអ្នកទាំងអស់គ្នាមិនមែនទិញមិនបានទេមែនទេយើងក៏មិនចង់ចំណេញច្រើនពីអ្នកទាំងអស់គ្នាដែរតម្លៃដើមប្រហែលអ្នកទាំងអស់គ្នាឲ្យប៉ុណ្ណឹងមកសមហេតុផលហើយមែនទេនៅមិនព្រមប្រញាប់ទិញទៀតអ្នកខ្ញុំមិនយកក៏បានដែរអ្នកណាមិនធ្លាប់ឃើញកាបូបទៅអាត្រូវអ្នកនិយាយអីក៏ត្រូវដែរនេះសរសេរពីស្អីរញ៉េរញ៉ៃអញ្ចឹងតួឯកប្រអាក្រក់មើលមិនយល់សោះសំតែចុងក្រោយខ្សែធនហើយតែតែដឹងទេថាពាក្យថាមានប្រពន្ធល្អដូចមានរតនសម្បត្តិមួយមានន័យយ៉ាងម៉េច មិនបានទេ អ្វីទៅមិនបានអ្នកកំពុងគិតអីហ្នឹងការថាប្រកាសជាប្រើបច្ចេកទេសថតហើយ ប្រើបច្ចេកទេសថតក៏មិនបានដែរ ចុះអ្នកចង់យ៉ាងម៉េច កែអត្ថបទរឿង លោកចង់កែយ៉ាងម៉េច មិនអនុញ្ញាតឲ្យសរសេរថាប្តីធ្វើបាបប្រពន្ធទេត្រូវសរសេរថាប្តីស្រឡាញ់ប្រពន្ធមិនអនុញ្ញាតឲ្យសរសេរថាមានប្រុសផ្សេងមកជំនួសទេត្រូវសរសេរថាប្តីប្រពន្ធស្មោះត្រង់នឹងគ្នារហូតមិនអនុញ្ញាតឲ្យសរសេរពីសកម្មភាពណាមួយដែលធ្វើឲ្យប្រពន្ធឈឺចាប់ឡើយទោះជាប្តីអ្នកធ្វើក៏មិនបានដែរ ហ៎ អ្នកអាចធ្វើបានតើមែនទេ ខ្ញុំនឹងព្យាយាមកែតើលោកនៅមានការបញ្ជាអ្វីទៀតទេ ប្តីម្នាក់នេះខ្ញុំជាអ្នកសម្ដែង អ្នកចេះសម្ដែងទេ ពេលរៀនធ្លាប់សម្ដែងរឿងល្ខោននិយាយឆ្នាំនោះខ្ញុំប្រឡងចូលជាតួឯកល្ខោននិយាយគ្មានបញ្ហាទេ មិននឹកស្មានថាប្តីតកែធំចេះសម្ដែងទៀតនេះចាត់ទុកថាជាការដោះស្រាយចំណេញថ្មីហើយមែនទេបើក្រុមការងារកម្មវិធីយល់ព្រមខ្ញុំគ្មានយោបល់ទេអាចអញ្ជើញភ្ញៀវកិត្តិយសមកចូលរួមបានទេខ្ញុំចាំបានថាគ្មានច្បាប់នេះទេដឹងមានតែក្រុមខ្ញុំទេដែលមានមនុស្សច្រើនតើវាល្អដែរឬទេ អគ្គនាយករបស់យើងចង់ធ្វើជាភ្ញៀវកិត្តិយសតើបានទេបានពិតជាបានខ្ញុំនឹងកែច្បាប់ភ្លាមវគ្គបន្ទាប់នឹងបន្ថែមកម្មវិធីភ្ញៀវកិត្តិយសតែម្ដង គ្មានឆ្អឹងខ្នងសោះគ្មានគោលការណ៍សោះទោះជាសម្លេងនិយាយពីរោះយ៉ាងណាក៏ដោយសម្រាប់ខ្ញុំគឺដូចជាភ្លេងបំពេដេកអញ្ចឹងពិតជាធ្វើឲ្យមនុស្សងងុយដេកមែនធ្វើស្អីហ្នឹងប្រជុំឲ្យស្រួលបួលទៅចាប់ដៃខ្ញុំធ្វើអី ដើម្បីឲ្យអ្នកមានស្មារតីឡើងវិញ តែទឹកដោះគោរបស់ខ្ញុំ
ហេតុអ្វីបានជាអគ្គនាយកដ៏អស្ចារ្យម្នាក់មកដណ្ដើមតែទឹកដោះគោរបស់ខ្ញុំបើសិនជាមិនយល់មុខលោកកំពុងប្រជុំទេខ្ញុំច្បាស់ជានិយាយឌឺដងលោកពី3ម៉ាត់ហើយចង់ផឹកហេតុអ្វីមិនប្រើគេឲ្យទៅទិញដណ្ដើមរបស់ខ្ញុំដើម្បីអ្វីឈប់សិនកែវរក្សាកម្ដៅរបស់ខ្ញុំទុចអញ្ចឹងប្រហែលជាមិនអាចដាក់អស់មួយកែវកណ្ដាលទេដឹងខាតហើយថៃប្រពន្ធខ្ញុំរអ៊ូក្នុងចិត្តគួរឲ្យស្រឡាញ់ណាស់អំបញ្ញមិញទើបតែផឹកមួយមាត់នេះមិនមែនជាការថើបប្រយោលទេឬបបោមាត់ក្រហមរបស់ប្រពន្ធមើលទៅទន់ហើយគួរឲ្យចង់ថើបតើពេលណាទើបអាចថើបពិតប្រាកដបានអគ្គនាយកដ៏ត្រជាក់នឹងមើងម៉ាត់ម្នាក់នេះថែមទាំងកំពុងសើចទៀតផងចាវាយនេះមានទឹកមុខមិនសមរម្យសោះរូបថតនេះប្រុសសង្ហាស្រីស្អាតថតលេងក៏អាចធ្វើជាផ្ទាំងរូបភាពបានដែរវាពិតជាស័ក្តិសិទ្ធិនៃសេចក្តីស្រឡាញ់ទេពិបាកនឹកស្មានណាស់ថាពួកគេទាំងពីរពីមុនសុទ្ធតែជាមនុស្សធម្មតាមិនធ្លាប់សម្ដែងរឿងអ្វីសោះតែបែបជាសម្ដែងបានយ៉ាងសមសួនរបស់ដែលហៅថាទេពកោសល្យនេះពិតជាគួរឲ្យចំណាយណាស់ប្តីអគ្គនាយកពិតជារវល់ខ្លាំងណាស់ពេលញ៉ាំអាហារពេលព្រឹកក៏ទូរស័ព្ទនិយាយពីការងារពេលត្រឡប់មកផ្ទះវិញក៏នៅតែចាត់ចែងការងារទៀតពេលខ្ញុំហត់រហូតចង់តែដេកឲ្យស្ងៀមគាត់បែរជាមានកម្លាំងធ្វើការទៅវិញមានអារម្មណ៍ថាមួយថ្ងៃ24ម៉ោងមិនគ្រប់គ្រាន់សម្រាប់គាត់ទេលុយពិតជាពិបាករកណាស់តាមពិតអូនមិនបាច់ចំណាយពេលដើម្បីមកកំដរបងថតកម្មវិធីទូរទស្សន៍នេះទេតែអ្នករាល់គ្នាសូម្បីតែញ៉ាំបាយក៏ត្រូវកំណត់ពេលឲ្យច្បាស់លាស់ដល់នាទីដែរមែនទេទម្លាប់ទៅវាលេចអីហើយជីវិតប្រចាំថ្ងៃរបស់អ្នកក៏ចឹងដែរយើងដឹងថាដែនកំណត់របស់យើងនៅឯណាអាចរៀបចំគ្រប់នាទីបានយ៉ាងល្អចង់ធ្វើរឿងមួយឲ្យជោគជ័យអ្វីដែលជាមូលដ្ឋានបំផុតគឺការគ្រប់គ្រងពេលវេលាអរគុណមានអារម្មណ៍ថាត្រូវគេដៀលដូចជាខ្ញុំដែលពេលព្រឹកអាចគេងបន្ថែម1នាទីគឺដាច់ខាតមិនងើបមុនទេទៅធ្វើការបើមិនចាំម៉ោងគឺយឺតហើយសំណាងល្អឥឡូវនេះខ្ញុំមានសេរីភាពអរញ្ញវត្ថុហើយមិនបាច់ធ្វើជាកូនជាសេះធ្វើការយ៉ាងលំបាកទៀតទេប្រពន្ធគ្រូពេទ្យតើប្រពន្ធរបស់ខ្ញុំយ៉ាងម៉េចហើយប្តីអូនមិនអីទេអូនធ្វើឲ្យបងភ័យស្លាប់ហើយតើរបួសយ៉ាងម៉េចហើយឈឺទេបងទៅរកគ្រូពេទ្យឲ្យគាត់ពិនិត្យអូនម្ដងទៀតការពិនិត្យទាំងអស់ត្រូវធ្វើម្ដងទៀតក្រែងលោកមានបញ្ហាតូចតាចដែលមិនបានរកឃើញអើយភ័យអីប្តីផ្ដាអូនគ្រាន់តែដាច់រលាត់ស្បែកបន្តិចទេមើលតែលោកភរិយារបស់លោកមិនមានបញ្ហាអ្វីធំដុំទេអាចចេញពីមន្ទីរពេទ្យបានគ្រប់ពេលលោកគ្រូពេទ្យតើលោកប្រកាសទេថាភរិយារបស់ខ្ញុំមិនមានបញ្ហាសុខភាពទេចុះបើមានរបួសខាងក្នុងវិញតើគួរពិនិត្យម្ដងទៀតទេបានពិនិត្យអស់ហើយពិតជាមិនមានបញ្ហាអ្វីទេភរិយារបស់លោកពិតជាគ្រាន់តែដាច់រលាត់ស្បែកបន្តិចបន្តួចប៉ុណ្ណោះរបួសចិត្តជាហើយបានអរគុណលោកគ្រូពេទ្យយើងនឹងចេញពីមន្ទីរពេទ្យឥឡូវនេះចង់ឲ្យថើបចង់ឲ្យអោបហើយចង់ឲ្យលើកឡើងខ្ពស់ខ្ពស់ទៀតតើរកប្រពន្ធរបស់ខ្ញុំឃើញហើយឬនៅនាងបានបាត់ខ្លួនមួយសប្តាហ៍ហើយខ្ញុំសូមអង្វរអ្នករាល់គ្នាជួយរកនាងឲ្យខ្ញុំផងជួយរកនាងឲ្យខ្ញុំផងសូមលោកកុំបារម្ភយើងកំពុងតែព្យាយាមអស់ពីសមត្ថភាពដើម្បីស្វែងរកនាងចាំឲ្យសូមលោកគិតឲ្យច្បាស់បន្តិចតើមុនពេលភរិយារបស់លោកបាត់ខ្លួនមានអ្វីខុសប្រក្រតីដែរឬទេមិនមានអ្វីខុសប្រក្រតីទាល់តែសោះនាងនៅតែដូចធម្មតាញញឹមឲ្យធ្វើអាហារពេលព្រឹកបងថ្លៃបងស្រីប្រហែលជាបងត្រូវតែរឹងមាំឡើងនាងមិនចង់ឃើញបងជាវាយឥឡូវនេះក្រុមហ៊ុនកំពុងតែវឹកវរខ្លាំងណាស់ខ្ញុំដឹងថាជាវាយសោកសៅប៉ុន្តែក្រុមហ៊ុនមិនអាចមិនខ្វល់បានទេនាងគឺជាបងស្រីរបស់នាងនិងជាប្រពន្ធរបស់ខ្ញុំទោះបីជាមានរឿងអ្វីកើតឡើងក៏ដោយរស់ត្រូវតែឃើញមនុស្សស្លាប់ត្រូវតែឃើញសពសូមទោសខ្ញុំគ្មានផ្លូវទេខ្ញុំពិតជាគ្មានផ្លូវមែនក្រៅពីនាងខ្ញុំមិនអាចខ្វល់ពីអ្វីផ្សេងបានទៀតទេបងភ្លេចខ្ញុំទៅអំភ្លេចខ្ញុំទៅបានទេបងអាចចាប់ផ្ដើមសារជាថ្មីបងនៅមានអនាគតដ៏វែងឆ្ងាយបងនឹងជួបមនុស្សដែលល្អជាងនេះឃ
ឃើញទេសភាពដែលស្រស់ស្អាតជាងនេះអ្វីដែលកន្លងផុតទៅឲ្យវាហួសទៅចុះកុំគិតទៀតអីកុំរកទៀតអី លោកយើងរកឃើញភរិយារបស់លោកហើយនាងបានស្លាប់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍មួយពេលដែលលោកប្រញាប់ទៅមន្ទីរពេទ្យរឿងនេះកុំនិយាយអីបើមិនចឹងទេពេញមួយថ្ងៃគិតតែពីរឿងមនុស្សស្លាប់ភ្ញាក់ឡើងគួរតែភ្ញាក់ឡើងហើយលោកលិចលង់ជ្រៅពេកហើយបើនៅតែបែបនេះទៀតខ្លាចក្រែងពិតជាមិនអាចភ្ញាក់ពីដេកបានទេប៉ុន្មានដងហើយអំបញ្ញមិញនេះគឺជាលើកទី30ហើយតាមពិតខ្ញុំបានបាត់បង់នាងចំនួន31ដងហើយចាប់ផ្ដើមទៅអនុញ្ញាតឲ្យខ្ញុំបានជួបនាងម្ដងទៀតអ្នកកុំឈួតទៀតអីគោលបំណងដើមរបស់ខ្ញុំគឺចង់ឲ្យអ្នករួចផុតពីក្តីឈឺចាប់ប៉ុន្តែអ្នកបែរជាលិចលង់កាន់តែជ្រៅហើយឃុំឃាំងខ្លួនឯងទៅវិញបើមិនព្រមដើរចេញទេអ្នកនឹងត្រូវបំផ្លាញហើយអ្នកមិនគិតដល់គ្រួសារមិនគិតដល់មនុស្សផ្សេងទៀតដែលបារម្ភពីអ្នកទេក្រុមហ៊ុនខ្ញុំលក់ហើយលុយទាំងអស់បានទុកឲ្យប៉ាម៉ាក់របស់ខ្ញុំពេលនាងទើបតែចាក់ចេញមនុស្សគ្រប់គ្នាប្រាប់ឲ្យខ្ញុំទប់អារម្មណ៍ក្រោយមកក៏ប្រាប់ខ្ញុំកុំឲ្យគិតទៀតអ្វីបានកន្លងផុតទៅហើយប៉ុន្តែខ្ញុំមិនអាចបំភ្លេចបានទេខ្ញុំមិនអាចបំភ្លេចបានទេមនុស្សគ្រប់គ្នាគិតថាខ្ញុំគួរតែរស់នៅឲ្យបានល្អប៉ុន្តែបើគ្មាននាងតើឲ្យខ្ញុំរស់នៅយ៉ាងម៉េចបានជួបនាងម្ដងហើយម្ដងទៀតហើយក៏បាត់បង់នាងម្ដងហើយម្ដងទៀតទ្រាំទ្រនឹងការឈឺចាប់យ៉ាងច្រើនបែបនេះលោកខ្ញុំយល់ព្រមនាងដឹងប្តីបញ្ញាប់ឡើងអូខេយប់នេះកំដរបងមើលរឿងគំនូរជីវចលដែលបងចង់មើល បាន តែផ្សារទៅនៅទិញនំសិនយកដំណោះបងកូកាកូឡាពុតលីង បាទ ហើយចង់ឲ្យបងអោបអូនមើលទៀត បាទ មិនចង់បានកូកាកូឡាទេចង់បានតែទឹកដោះគោគុញ បាទ សម្ដែងបានល្អណាស់ អូនក៏ដូចគ្នាយកចុងក្រោយអំបញ្ញមិញនេះខ្ញុំស្ទើរតែទប់ទឹកភ្នែកមិនបាន បងក៏ដូចគ្នា អ្នកណាឲ្យបងចូលទូជ្រៅម្លេះពេលដែលបងលុតជង្គង់ជុំអំបញ្ញមិញនេះអូនមើលនៅក្បែរស្ទើរតែត្រូវអារម្មណ៍បងទាញចូលទៅហើយ សម្រួលអារម្មណ៍បន្តិចទៅកុំទប់ពេកប្រយ័ត្នឈឺតែសំណាងល្អគ្រាន់តែជាការសម្ដែងមិនបាច់ជួបប្រទះការបាត់បង់31ដងពិតប្រាកដ សំណាងហេតុដែលគ្រាន់តែជារឿង យើងគួរតែត្រឡប់ទៅផ្ទះវិញហើយអ្នកនៅក្រោមបង្គាប់ធ្វើការមិនបានល្អសោះរវល់រហូតដល់ឥឡូវ ជាទូទៅពេលត្រឡប់មកផ្ទះប្រពន្ធតែងតែនៅក្នុងបន្ទប់គេងថ្ងៃនេះបែរជានៅអង្គុយរងចាំនៅបន្ទប់ទទួលភ្ញៀវទៅវិញនេះគឺជាអារម្មណ៍ដែលមានប្រពន្ធរងចាំទទួលពេលមកដល់ផ្ទះមែនទេមានសុភមង្គលណាស់ ខ្ញុំសង្កេតឃើញថាផ្ទៃមុខដ៏ស្រស់សង្ហារបស់គាត់មិនមែនគ្មានអារម្មណ៍ទេឧទាហរណ៍ដូចជាពេលនេះហាក់ដូចជាកំពុងលិចលង់ក្នុងក្តីស្រមៃរបស់ខ្លួនឯងអារម្មណ៍រំភើប
នេះខុសប្លែកពីអគ្គនាយកដែលខ្ញុំស្គាល់បើដកឋានៈជាអ្នកមានចេញគាត់ច្បាស់ជាក្មេងប្រុសវ័យក្មេងបរិសុទ្ធដែលមិនសូវចេះបញ្ចេញមតិហើយប្តីអគ្គនាយកបរិសុទ្ធបែបនេះប្រហែលជាមិនធ្លាប់មានសង្សារទេដឹងមិនត្រូវទេអគ្គនាយកគ្រប់រូបសុទ្ធតែមានស្នេហាដំបងរបស់បំភ្លេចមិនបានមិនចឹងហេតុអីបានជាលៀនសើលើកលែងខ្ញុំមិនជឿទេមិនដែលញ៉ាំសាច់ជ្រូកមិនមែនមានន័យថាមិនដែលឃើញជ្រូករត់នោះទេខ្ញុំមិនជឿថាបរិសុទ្ធធម្មតាអាយុ20ជាមិនធ្លាប់អានរឿងឬមើលវីដេអូសេចនោះទេ ខ្ញុំគឺបរិសុទ្ធគឺមិនធ្លាប់មានសង្សារគឺមិនធ្លាប់មើលរបស់អស់ទាំងនោះមិនហើយកំពុងស្រឡាញ់អ្នកណាប្រពន្ធថ្ងៃនេះអូនមិនទាន់គេងទេឬ គេចង់អាប់ចង្កេះមែនទេមកមិនបាក់មាត់សួរអូនមិនប្រកាសថាអូនព្រមហើយ ប្រពន្ធតើបងអាចអោបចង្កេះអូនបានទេ សម្លេងពីរោះពេកហើយត្រជាក់ឡើងរមាស់រាងកាយក៏ទន់ខ្សោយដែរខ្ញុំមិនរួចទេអាបិសាចប្រុសចង្រៃ បានទេ នេះពិតជាពិបាកក្នុងការបដិសេធណាស់គ្រាន់តែស្និទ្ធស្នាលបន្តិចក៏មិនមែនថាមិនបានដែរមិនចម្លែកទេដែលដៃគូដែលចុះសម្រងគ្នាល្អចូលចិត្តការអោបគ្នាតាមពិតវាស្រួលយ៉ាងនេះសោះពេញមួយតួខ្លួនត្រូវបានរំពាត់មានអារម្មណ៍ថាមានសុវត្ថិភាពណាស់ ថ្ងៃនេះអូនស្អាតណាស់ប្រពន្ធស្អាតណាស់ចង់ថើបណាស់ប៉ុន្តែបងខ្លាចធ្វើឲ្យនាងភ័យចុះបើនាងខឹងហើយមិននិយាយរកបងយូរតើគិតយ៉ាងម៉េចទៅ ជាថ្ងៃដែលមកបានថាប្រទៀតហើយបរិះម្នាក់នេះមិនក៏កំសាកយ៉ាងនេះខាត់ពេកដែលខ្ញុំរំពឹងទុកទៅជារង្វាន់សម្រាប់បងខ្មាស់គេណាស់មុខក្តៅណាស់ច្បាស់ជាក្រហមដូចគូតស្វាហើយ ប្រពន្ធថើបខ្ញុំហើយប្រពន្ធហ៊ានថើបខ្ញុំមិនអីទេថ្ងៃនេះមានការវិវត្តធំណាស់ទីបំផុតបានថើបគ្នាហើយ ខាងអ្នកដឹកនាំរឿងជាងបានរៀបចំកិច្ចសន្យាបង្ហាញខ្លួនរបស់អ្នករួចរាល់ហើយមិនបាច់ថត់ឈុតហត់នឿយទេទទួលយកតែពាណិជ្ជកម្មនិងកម្មវិធីកំសាន្តដែលអ្នកចូលចិត្តយ៉ាងម៉េចដែរដឹងហើយយ៉ាងណាក៏ខ្ញុំគ្រាន់តែយកលុយមិនធ្វើការដែរអ្នកមើលរៀបចំទៅចុះហួសហេតុពេកហើយខ្សែភ្នែកដែលគាត់សម្លឹងមកខ្ញុំគឺពោពេញដោយក្តីស្រឡាញ់ជ្រាលជ្រៅពេកហើយបេះដូងស្ទើរតែលោតចេញមកក្រៅហើយជួយផងទាំងដែលជាការរៀបការដើម្បីផលប្រយោជន៍មិនក៏កាន់តែញាប់ញ័រអញ្ចឹងដឹងហើយយ៉ាងណាក៏ខ្ញុំគ្រាន់តែយកលុយមិនធ្វើការដែរអ្នកមើលរៀបចំទៅចុះផ្ទៃមុខនេះរៀងរើបែបនេះថែមទាំងភាពទន់ភ្លន់នេះទៀតអ្នកណាអាចទប់ទល់បានទៅ យឺតើអូនមានចិត្តស្រឡាញ់បងបន្តិចទេ ស្រឡាញ់ពិតជាស្រឡាញ់មិនត្រឹមតែបន្តិចទេខ្ញុំស្ទើរតែធ្លាក់ក្នុងអន្លង់ស្នេហ៍បងទៅហើយប៉ុន្តែខ្មាស់គេណាស់តើត្រូវនិយាយចេញមកយ៉ាងម៉េចទៅ បងដឹងថាអូនស្រឡាញ់បងក៏ស្រឡាញ់អូនដែរតាំងពីលើកទី1នៅឯពិធីមង្គលការដែលអូនចេះកំភ្លៀងអាប្រុសថោកទាបនោះបងក៏ចាប់ផ្ដើមស្រឡាញ់អូនហើយ អូនមិនមានទេហើលៀនសើអូនហាក់ដូចជាពិតជាលងស្រឡាញ់បងហើយលៀនសើអូនស្រឡាញ់បងអូនពិតជាស្រឡាញ់បងមែន បងដឹងយឺយើងមិនមែនជាតំណែងតំណងរៀបការដើម្បីផលប្រយោជន៍ទៀតទេយើងគឺជាប្តីប្រពន្ធដែលស្រឡាញ់គ្នាពេញមួយជីវិត ល្អណាស់តាមពិតការដែលមានគេស្រឡាញ់គឺមានអារម្មណ៍បែបនេះសោះលៀនសើមានបងនៅក្បែរពិតជាល្អណាស់